អាដាមលោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលគណៈអធិបតីភ្ញៀវកិត្តិយសលោកគ្រូអ្នកគ្រូគ្រូសិស្សនិស្សិតអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីមេត្រីថ្ងៃនេះខ្ញុំមានសេចក្តីសំណររីករាយដែលបានចូលរួមនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅសមិទ្ធផលនានានៅក្នុងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងដែលជាទឹកដីដ៏ស្រស់ត្រកាលប្រកបដោយភ្នំចលងគិរីបុព្វតាវប្បធម៌ដ៏សម្បូរបែបជាពិសេសជាចំណុចប្រសពនៃទន្លេមេគង្គសេកុងសេសាននិងស្រែពកទៅពេលនេះហើយមិញភ្ញាក់ដែរបានឈ្មោះថ្មីមួយសប្បុរសជនលាក់មុខសប្បុរសជនលាក់មុខដល់ពេលមកប្រហើបមិនប្រហើបណាប្រហើបមកឈុតធំតែម្ដងនៅមុខ 5000 នាក់អរគុណណាស់ហើយមិញក៏បានជួបជាមួយនឹងបងប្អូនក្មួយហើយបងប្អូនដែលជាពលរដ្ឋដែលជើញមកចូលរួមនៅទីនេះហើយគ្រប់សិស្សនៅសាលាភូមិភាគសុខាភិបាលក៏មានច្រើនមានឈ្មោះច្រើនហើយក៏ត្រូវហើយខេត្តនៅភូមិភាគឦសាននេះត្រូវការកូនឲ្យកាន់តែច្រើនព្រោះយើងគម្លាតជាមួយនឹងអ្នកខេត្តអ្នកក្រុងផ្សេងទៀតយើងនៅតិចហើយដីធំអញ្ចឹងត្រូវការបាទហើយមានកលៀននុបដ្ឋាហើយក៏ជួបជាមួយនឹងក្មួយហើយមិញមានម្នាក់ទៅប្រឡងបាក់ឌុបហើយបាទសូមអបអរសាទរណាស់ដែលបានចប់ប្រឡង2ថ្ងៃនេះបាទហើយខ្ញុំតាមមើល Facebook ដែរដូចប្លែកណាសម័យនេះឃើញយប់មិញរៀបចូលគេឃើញគេដាក់ក្មេងម្នាក់ស្ពាយកាតាបទៅរៀនគេថានេះហើយលទ្ធផលដែលមួយអាទិត្យទៅរៀនតែមួយថ្ងៃក្មួយហ្នឹងក៏អត់ប្រឡងទេប៉ុន្តែប្រហែលមួយអាទិត្យទៅរៀនមួយថ្ងៃស្រាប់តែទៅដល់ឆ្ងល់ចុះមិនមនុស្សច្រើនណាស់នៅសាលាខ្ញុំបាទហើយចំពោះសិស្សប្រឡងវិញឃើញសាលាខ្លះសិតអ្នករូបអ្នកតាសិតតារបស់សែនបាទហើយគេមានចំណាត់ថ្នាក់ទៀតគេថានេះសែនផ្លែប៉ោមសុំនិទេស A បើសែនផ្លែចេកសុំនិទេស B ផ្លែកបាទហើយ6ទៀតជំនាន់ខ្ញុំមានតែគេថាយកសភៅទៅស្ងោរទឹក3ផឹកទឹក1តែថ្ងៃមុនខ្ញុំឃើញក្មួយម្នាក់គាត់សមាធិហើយដាក់សភៅនៅមុខសមាធិហើយយកសភៅទៅវាយក្បាលតែសម័យនេះគេបញ្ចូល download ខ្លាំងជាងកុំព្យូទ័រទៀតគេវាយមកអក្សរនឹងវារត់ចូលក្នុងខួរក្បាលតែទោះជាយ៉ាងណាការដឹកនាំអនុវត្តការប្រឡងនេះបានល្អហើយខ្ញុំសូមធ្វើការកោតសរសើរដល់អាដាមបណ្ឌិតសភាចារហុងជួនដរុនដែលបានព្រួយផ្ដើមនឹងចាប់ផ្ដើមរៀបចំកិច្ចការនេះក៏ដូចជាការចូលរួមអនុវត្តពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ហើយជាពិសេសលោកគ្រូអ្នកគ្រូនៅគ្រប់កន្លែងទាំងអស់នៅក្នុងការដឹកនាំរៀបចំឲ្យបានល្អហើយជាពិសេសនៅក្នុងការធានានៅស្ថិរភាពសន្តិសុខបរិស្ថានសម្រាប់ក្មួយបានប្រឡងទូទាំងប្រទេសហើយក៏អរគុណចំពោះក្មួយនិងឪពុកម្ដាយដែលបានជំរុញលើកទឹកចិត្តបាទហើយជាពិសេសអ្នកដែលទៅប្រឡងឆ្ងាយឃើញម្ដាយឪពុកទៅវិចបាយវិចអីទៅអង្គុយបក់ផ្លិតបក់អីឲ្យកូនបាំងឆាត់ទឹកចិត្តឪពុកម្ដាយគឺបង្ហាញនៅក្នុងការចង់ឃើញកូនជោគជ័យហើយកូនក៏ចង់ជោគជ័យតាមរយៈការខិតខំប្រឹងប្រែងប៉ុន្តែមានអ្នកខ្លះសែនផងអីផងនឹងរឿងមួយចោះប៉ុន្តែតាមការជំនាន់ខ្ញុំក៏ចឹងដែរចិត្តប្រឡងនាំគ្នាទៅរកគ្រូទាយថាចៅឯងចប់ហើយតែចៅឯងរៀនផងអញ្ចឹងគ្រូទាយក៏គាត់ទុកមួយដែរគាត់ឆ្លាតដែរគាត់ចងជើងបើសិនជាថាក្មួយឯងជាប់តែគាត់ថាតែក្មួយចៅឯងរៀនផង
ចឹងបើសិនអត់ជាប់កុំទៅបន្ទោសគាត់ព្រោះគាត់ដាក់លក្ខខណ្ឌមានរៀនអត់បាទអញ្ចឹងវានៅតែខ្លួនឯងទេការបន់ព្រះជួយគ្រូទាយថាបិចក៏ដោយប៉ុន្តែនៅតែការខិតខំប្រឹកប្រែងអញ្ចឹងគឺសូមអរគុណណាស់ហើយមិញផ្អែកតាមរបាយការណ៍អេដាមសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងសមិទ្ធផលនានាដែលត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការថ្ងៃនេះរួមមានទីលានតេជោធិបតីនៅវេទិកាឌៀកជ័យសួនបវរធិបតីសួនសវណ្ណភូមិសួនស្វាគមន៍រូបមនោទឹកឃ្មុំប្រកបដោយគុណភាពរង្វាន់រចនាបថស្រស់ស្អាតនិងសោភ័ណភាពស្រស់បំព្រងដែលនឹងចូលរួមលើកកម្ពស់សោភ័ណភាពទីក្រុងបង្កើនភាពទាក់ទាញសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរនិងបង្កើនទីកន្លែងសម្រាប់កម្សាន្តលំហែសម្រាប់លំហែនិងជួបជុំសាធារណជនក្នុងខេត្តនៅក្នុងន័យនេះខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការជិតស្និទ្ធស្របតាមស្មារតីរួមគិតរួមធ្វើរួមទទួលខុសត្រូវក្នុងការការពារសុខសន្តិភាពធានាស្ថិរភាពនយោបាយធានារក្សាសណ្ដាប់ធ្នាប់សាធារណៈព្រមទាំងបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននិងថែទាំសុខដុមជាតិបន្ទុកក្នុងខេត្តស្ទឹងត្រែងជាមួយគ្នានេះខ្ញុំក៏សូមសម្ដែងនៅអំណរសាទរជាមួយលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែងចំពោះសមិទ្ធផលថ្មីទាំងនេះដែលនឹងចូលរួមលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមូលដ្ឋានតាមរយៈការបង្កើតកលានុវត្តភាពសេដ្ឋកិច្ចការទាក់ទាញវិនិយោគទៅក្នុងស្រុកពីបរទេសការបង្កើតឱកាសការងារការកាត់បន្ថយចំណាក់ស្រុកនិងការលើកកម្ពស់សុខភាពសាធារណៈនិងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងអាណត្តិកន្លងទៅហើយជាពិសេសអាណត្តិនេះខ្ញុំឃើញថានៅតាមបណ្ដាខេត្តជាច្រើននៅទូទាំងប្រទេសបានផ្ដោតនៅក្នុងការកសាងហើយខ្ញុំគិតថាអាចជាការប្រកួតប្រជែងគ្នាជាការល្អក្នុងការរៀបចំទីលានសម្រាប់សាធារណៈសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តនៅក្នុងក្រុងអញ្ចឹងយើងចាប់ផ្ដើមពីខេត្តទៅថ្ងៃក្រោយអាចឈានទៅដល់ស្រុកទៅដល់កន្លែងផ្សេងពោះត្រូវការសុខភាពពិតការរៀបចំឲ្យល្អដើម្បីតាក់ទាញទេសចរពីក្រៅវាជារឿងមួយប៉ុន្តែអតិភិបគួរតែផ្ដោតសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានបាទយើងទៅហៅអ្នកពីក្រៅមកកន្លែងខ្លះគេមកតលតែកន្លែងហ្នឹងជាកន្លែងដែលមានមនុស្សអ៊ូអរមុនគេគឺសម្រាប់ប្រជាជនមូលដ្ឋាននឹងឯងទី2អ្នកដែលនៅមូលដ្ឋានគឺជាធនធានរបស់ខេត្តចឹងបានចូលមកមិញសួរអ្នកគ្រូសួរថាឥឡូវគេរៀបចំចេះហើយយ៉ាងម៉េចគេធ្វើអីកន្លែងហ្នឹងបើតើល្ងាចឡើងមនុស្សមកពេញកន្លែងហ្នឹងរំព្រោះឥឡូវមិនមែនរំធម្មតាព្រោះឥឡូវរំហ្នឹងគេហាត់កីឡាបាទហាត់កីឡាគោកពិបាកអញ្ចឹងដាក់មួយញ៉េមួយគឺបាទព្រោះឥឡូវឃើញតាម Facebook កន្លែងខ្លះរំវងនៅ Box Street អីហ្នឹងចំណេញទាំងពីរកីឡាផងហើយរួមបត់ប្រពៃណីរៀនរំថែមទៀតមានគ្រូប្រហាត់រំហើយបើក្មេងៗគេមានអាក្បាច់អីណាជោគកពឹសក្បាច់បន្ទង់ក្បាច់អីអានោះរបស់គេប៉ុន្តែវានៅតែជាសុខភាពធូរចេញពីធ្វើការស្មុកនៅប្រូមួយថ្ងៃពេញចេញទៅដើរនៅផាកបាទអញ្ចឹងការរៀបចំនេះគឺខ្ញុំសូមធ្វើការកោតសរសើរចំពោះអភិបាលខេត្តដំសសុពុត្រាក៏ដូចជាមន្ត្រីរាជការនិងអ្នកពាក់ព័ន្ធទាំងអស់ដែលកសាងកន្លែងនេះហើយដែលតាមពិតខ្ញុំនៅកាលនៅជើងគោកខ្ញុំអាសាមកនេះព្រោះមកភូមិភាគ1ហើយជាពិសេសនៅក្នុងដំណាក់កាលការរៀបចំកងពល128បាទហើយមុននឹងមកហ្នឹងមានហាងមួយកន្លែងនោះដែលមានត្រីប៉ាសាអ៊ីអីឆ្ងាញ់ហើយខ្ញុំចូលហាងនៅកន្លែងហ្នឹងហើយនៅមុខផ្សារ
ហើយចេះតែជិះមកឃើញសង្កសីបិទនៅការ៉ាសសង្កហ្នឹងហើយមកចនាទៅបាទខ្ញុំថាអាហ្នឹងគេមកធ្វើអីមកធ្វើជាសួនសាធារណៈឬមួយអីដល់ពេលអាដាមសសុពុត្រាឡើងមកជាអបាខេតនេះក៏បានរាយការណ៍មួយចូលទៅរាយការណ៍ខ្ញុំគេមួយរឿងការងារទូទៅហើយក៏ខ្ញុំសួរកន្លែងហ្នឹងថាកន្លែងហ្នឹងនៅជាប់ដោះស្រាយមិនទាន់ចេញរឿងដីនេះដីមួយគឺពាក់ព័ន្ធជាមួយមានការ៉ាសសាំងបាទហើយក្រៅពីហ្នឹងគឺដីហ្មងអភិវឌ្ឍបាទខ្ញុំថាទៅអភិវឌ្ឍអីកដាខ្នល់កន្លែងហ្នឹងគួររៀបចំជាសួនសាធារណៈទៅទុកឲ្យប្រជាពលរដ្ឋព្រោះនៅជិតផ្សារផងបាទហើយស្ទឹងត្រែងប្រមូលផ្ដុំកន្លែងហ្នឹងធំហើយកន្លែងដែលជាមជ្ឈមណ្ឌលកណ្ដាលហ្នឹងគួរតែរៀបចំជាកន្លែងសាធារណៈដូចនៅភ្នំពេញនៅមានឯករាជ្យអីចឹងអញ្ចឹងក៏បានដូចផ្ដើមមកហៅអ្នកពាក់ព័ន្ធទាំងអស់មកសម្របសម្រួលគ្នាទៅបាទអញ្ចឹងហើយបានគេហៅលាក់មុខហ្នឹងឯងថាទៅហើយសម្របសម្រួលក៏បានចប់ហើយក៏អរគុណទៅដល់គ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមជួយទាំងអស់គ្រប់វិស័យឯកជននៅក្នុងការជួយដែលបាននេះនឹងហើយចាត់ចែងធ្វើក្នុងរយៈពេល24ខែបាទធ្វើខ្លាំងហើយខ្ញុំសួរមិញស្រក7 10គីឡូអាបាខែខ្ញុំចុះមកខ្ញុំថារឿងមានតែពីរទេដែលអាវអាឡុងស្រកគីឡូឬមួយការកាត់អាវថ្មីដែលធំជាងមុនគាត់ថាអាវនៅដដែលទេតែស្រក7 10គីឡូតែនេះគឺជាកិច្ចការងារដែលត្រូវយកចិត្តទុកដាក់ហើយក៏ខំអរគុណណាស់ចំពោះការគិតគូរនេះគឺសមត្ថសុខបាលភាពរបស់ប្រជាពលរដ្ឋជាកន្លែងប្រមូលផ្ដុំកន្លែងនេះក៏អាចរៀបចំកម្មវិធីដូចថ្ងៃនេះចូលរាប់ពាន់នាក់អាចរៀបមិញថាអាចដល់10000នាក់បើសិនជាពុទ្ធទីលាននៅសពពាក់កណ្ដាលទៀតកម្មវិធីអីធំឬមួយក៏ concert អីធំបាទដាក់នៅហ្នឹងបាទ World Cup អត់បានដាក់នៅហ្នឹងទេដាក់ slide ដែរបាទអញ្ចឹងគឺកម្មវិធីធំនៅកន្លែងនេះសម្រាប់ប្រជាពលរដ្ឋមកឲ្យល្ងាចបាទមន្ត្រីសាលាខេត្តចេញមកមិនបាច់ទៅផ្ទះមកដើរលេងនៅនេះមកជុំចាំទៅផ្ទះបាទហើយបើខាងប្រុស check in នៅមុខនឹងមកបាទព្រោះប្រពន្ធតាម៉េចក៏យប់ម៉េះមិនដល់ផ្ទះហេនៅដើរមុខចង់ដឹងមើលសួរខេត្តនៅនឹងអាបាលនៅនឹងជាសាក់សីហើយក៏អរគុណណាស់ហើយមួយងាយមិញនឹងជួបមិនអាចដល់គេទីដែលមកដល់ហើយមិញចប់យប់ហើយថាទៅលេងគ្រួសារលេងប្រពន្ធមកទាំងយប់សុំច្បាប់ប្រពន្ធណាមិញក៏ទៅរាយការណ៍រឿងរៀបចំសួនសាធារណៈនៅខេត្តសៀមរាបខេត្តព្រះវិហារគេមានកន្លែងដូច6ហិកតាស្រះមួយធំហ្មងស្ដារឲ្យធ្វើផ្លូវអីសម្រាប់ប្រជាជនរត់បាទហើយមានមួយទៀតរៀបចំបែបថាខ្ញុំថាបែបនេះជាការល្អរឿងទេសចរមកពីក្រៅរឿងមួយប៉ុន្តែកុំភ្លេចអ្នកនៅក្នុងក្រុងហើយរៀបចំបែបនេះប្រជាពលរដ្ឋយើងត្រូវទៅកន្លែងឲ្យវាចូលទៅក្នុងការរៀបចំក្រុងស្រុកខេត្តឲ្យបានល្អផាសុកភាពហើយដំញ៉ែមសំអឿនក៏មកនៅខ្ញុំមិនទាន់បានទៅមើលប៉ុន្តែមិញឃើញវីដេអូមួយគេបង្ហោះរឿងបឹងកសែងស្អាតបាទខ្ញុំមិនទាន់បានទៅតែឃើញគេផ្លាកមុនដំបូងស្មានតែ AI ព្រោះវាស្អាតពេកដល់ទៅមើលចេះតែ zoom មើលមនុស្សមែនតែនតាបាទគាត់រៀបព្រោះបង្ការខ្ញុំទៅចុងក្រោយហ្នឹងគឺមិនទាន់បានធ្វើអីទេបាទមានហាងមួយនៅលើទួលបន្តិចមើលមកបឹងហ្នឹងហើយបឹងហ្នឹងដូចមានកោះមួយអណ្ដែតនោះបាទឥឡូវរៀបចំជាសួនជាអីឲ្យស្ដារនឹងជាការល្អបាទហើយនៅខេត្តផ្សេងនៅកញ្ចេះដូចនៅមាត់ទន្លេអីចឹងទៅហើយមណ្ឌលគិរីនៅណាបាទហ្នឹងខ្ញុំថាប្រកួតគ្នារៀបចឹងសោភ័ណភាពគ្រប់បាទពួកក្រុងយើងឥឡូវមិនមែនប្រកួតតែក្នុងប្រទេសទេទៅយកពានរង្វាន់ក្រៅប្រទេសទៀតដោយរាជធានីភ្នំពេញខេត្តក្រាមចំនួនទៅយកពានរង្វាន់ក្រុងស្អាតស្អីស្អាតចឹងនៅក្រៅប្រទេសនៅអាស៊ាននៅអីចឹងបានន័យថាលំដាប់អន្តរជាតិប៉ុន្តែលំដាប់អន្តរជាតិបានន័យថាម៉េចបានន័យថាប្រជាពលរដ្ឋនៅមូលដ្ឋានមានលទ្ធភាពទទួលបាននៅសមិទ្ធផលមួយផាសុកភាព
និងស្តង់ដារមួយដែលល្អជាពោលតនភាពរបស់យើងចំពោះការរៀបចំថ្ងៃនេះក៏សូមឆ្លៀតឱកាសធ្វើការថ្លែងអំណរគុណនិងដឹងគុណចំពោះកូនចៅអ្នកស្ទឹងត្រែងដែលបានចូលរួមនៅក្នុងបុព្វហេតុការពារទឹកដីជាពិសេសកងពល128ឯកឧត្តមមាជ្ឈសមុទ្រទៅនោះរាយការណ៍ខ្ញុំរាល់ថ្ងៃតកតទៅស្ថានភាពហើយក៏បានជួបប្រយុទ្ធការពារទឹកដីរបស់យើងចេញទៅអន្តរាគមន៍នៅទូភូមិភាគ4មិញរបាយការណ៍ក៏មានជាការសោកស្ដាយមានពលីនិងរបួសមួយចំនួនហើយ18នាក់ដែលថៃចាប់ទៅកលុនភាគច្រើនគឺសិតតែអ្នក128ដែលយើងធ្វើការជិត1ឆ្នាំដើម្បីយើងដោះចុះ6ខែជាដើម្បីយើងដល់ថាដែលខ្ញុំថាជួបជាមួយគ្រួសារយើងដាច់ខាតត្រូវតែទៀមទាររហូតមកវិញបាទបើទោះជាយ៉ាងណាក៏ដោយក៏សូមយកឱកាសនេះដើម្បីធ្វើការថ្លែងអំណរគុណនិងដឹងគុណនឹងដល់វីរៈកងទ័ពវីរៈនគរបាលជាតិវីរៈអាវុធហត្ថដែលបាននឹងកំពុងឈរជើងការពារទឹកដីរបស់យើងនៅទីនោះនៅតាមភូមិភាគជាប់ព្រំដែនថៃហើយក៏ដូចជានៅតាមបណ្ដាព្រំដែនផ្សេងៗគាត់ថាព្រំដែនជាមួយប្រទេសផ្សេងៗយើងនៅរក្សាបាននូវស្ថិរភាពសន្តិសុខហើយក៏កងទ័ពកងកម្លាំងប្រវត្តិក៏ចូលរួមនៅក្នុងការដោះស្រាយព្រំដែនដោយសន្តិវិធីចូលរួមគ្រប់គ្រងទៅដោយការបោះបកគោលព្រំដែនរបស់គណៈកម្មការរដ្ឋាភិបាលការព្រំដែននៃដំឡាំជាមកទីនេះក៏យើងបានចរចាដើម្បីដោះស្រាយបោះបកគោលបន្ថែមនៅខាងវៀតណាមក៏ដូចគ្នាហើយក៏មានខាងកងវិស្វកម្មដែលបានធ្វើផ្លូវកំពុងតែធ្វើផ្លូវតាមបណ្ដោយព្រំដែនរបស់យើងពុះពៀប្រឈមឧបសគ្គព្រោះទៅតាមផ្លូវសិតតាមីនបាទ1គីឡូដោះមីនមិនចេះតិចហើយជាពិសេសកន្លែងខ្លះសិតកន្លែងដែរតម្លាក់ក៏បែកច្រើនជំនាន់វាយគ្នាសង្គ្រាមវៀតណាមបាទអញ្ចឹងពុះពៀនៅក្នុងការកសាងនិងអភិវឌ្ឍប្រទេសរបស់យើងខ្ញុំក៏សូមអរគុណណាស់ចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានជឿទុកចិត្តហើយជាពិសេសអ្នកស្ទឹងត្រែងដែលបានជឿទុកចិត្តចំពោះការដឹកនាំរបស់គណៈបព្វជិជនកម្ពុជាដែលមានសម្ដេចតេជោដឹកនាំប្រទេសកសាងតាំងពី79រហូតដល់ចុងកណ្ដាប់ពុទ្ធទេហើយនៅបន្តដឹកនាំផ្ដល់ការងារជាច្រើនតាមរយៈការបោះឆ្នោតគាំទ្រសមិទ្ធផលច្រើនលើសលប់ផ្ដល់ការទុកចិត្តដើម្បីផ្ដល់ឱកាសដឹកនាំបន្តទៅចូលលើមីគីដែលយើងបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅនយោបាយឈ្នះរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាដែលបាននាំមកនៅសន្តិភាពនិងការឯកភាពជាតិពេញលេញនៅទូទាំងប្រទេសចាប់ពីចុងឆ្នាំ1998មកសន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាពលរដ្ឋដាក់ក្តីសម័យនិងរៀបចំអនាគតរបស់ខ្លួនហើយបានបើកទ្វារឲ្យខេត្តស្ទឹងត្រែងដែលធ្លាប់ជាតំបន់រងគ្រោះដោយសារសង្គ្រាមប្រែក្លាយជាតំបន់ប្រកបដោយស្ថិរភាពសុវត្ថិភាពនិងឱកាសសម្រាប់ការអភិវឌ្ឍតាមរយៈការស្ដារនិងកសាងមូលធនមនុស្សការដាំដុះនិងការបង្កើនផលការទាក់ទាញវិនិយោគទាំងក្នុងស្រុកពីបរទេសនិងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងរូបវន្តនិងមិនមែនរូបវន្តជាមួយសន្តិភាពពេញលេញនឹងការធានាបាននៅសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈទូទាំងប្រទេសរាជរដ្ឋាភិបាលតែងតែចាត់ទុកភូមិភាគឦសានរួមមានខេត្តស្ទឹងត្រែងរតនគិរីមណ្ឌលគិរីនិងកញ្ចេះគឺជាអាទិភាពជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងភូមិភាគឦសាននិងតំបន់កណ្ដាលប្រទេសជាក់ស្ដែងរាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍមូលធនមនុស្សតាមរយៈការកែលម្អសេវាសាធារណៈជាពិសេសសុខាភិបាលអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រឹងប្រែងពង្រីកការតភ្ជាប់ភូមិភាគឦសានជាមួយរាជធានីភ្នំពេញតាមបណ្ដាខេត្តជុំវិញនិងប្រទេសជិតខាងតាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាពិសេសផ្លូវជាតិស្ពាន
នឹងបានពុះពៀអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការលើកកម្ពស់វិស័យកសិកម្មកសិឧស្សាហកម្មទេសចរធម្មជាតិនិងពាណិជ្ជកម្មឆ្លងដែននិងការទាក់ទាញវិនិយោគតាមរយៈការតភ្ជាប់បណ្ដាញផ្គត់ផ្គង់អគ្គិសនីទឹកស្អាតនិងទូរគមនាគមន៍យើងទាំងអស់គ្នាដឹងហើយមិញក៏ខ្ញុំបានលើកថាខេត្តនៅទិសឦសាននេះបើជាពលសេដ្ឋកិច្ចប្រៀបធៀបជាមួយនឹងពលសេដ្ឋកិច្ចផ្សេងដូចជាពលសេដ្ឋកិច្ចភ្នំពេញសៀមរាបខេត្តព្រះសីហនុយើងនៅមានកម្រិតមានកត្តាមួយចំនួនដែលมันមានប្រៀបធម្មជាមួយប្រៀបធៀបជាមួយនឹងសក្តានុពលរបស់ពលសេដ្ឋកិច្ចផ្សេងដូចជាចម្ងាយឆ្ងាយពីទីប្រជុំជនពីសមុទ្រពីមជ្ឈមណ្ឌលពីកន្លែងគេថាធ្វើដំណើរផ្លូវអាកាសផ្លូវទឹកប្រជាជនតិចប៉ុន្តែខេត្តនៅទិសឦសានក៏មានសក្តានុពលមួយចំនួនដែលខេត្តផ្សេងតំបន់ផ្សេងអត់មានសក្តានុពលកសិកម្មកសិឧស្សាហកម្មទេសចរអញ្ចឹងអ្វីដែលសំខាន់យើងត្រូវមើលអ្វីដែលយើងមានហើយយើងព្យាយាមទាញយកផលដើម្បីអភិវឌ្ឍនៅកន្លែងនេះអញ្ចឹងកត្តាដែលយើងអាចធ្វើបានទី1គឺធានាបាននៅបរិស្ថានស្ថិរភាពសន្តិសុខសន្តិភាពយើងអាចនិយាយជាអតិភិបធំបំផុតគឺសន្តិភាពព្រោះតែអត់មានសន្តិភាពវាគ្មានទេសន្តិសុខហើយស្ថិរភាពនោះតែវាយគ្នាហើយគឺគ្មានទេពាក្យថាសន្តិសុខសណ្ដាប់ធ្នាប់ព្រោះមនុស្សកន្លែងតែរត់កិច្ចក្របការចំណាយទៅលើការពារអញ្ចឹងការដាក់ចេញនៅគោលនយោបាយឈ្នះដើម្បីបញ្ចប់សង្គ្រាមដែលទីនេះក៏ជាកន្លែងដែលមានពាក់ព័ន្ធក៏ប៉ះពាល់ទៅដល់សង្គ្រាមផ្ទៃក្នុងសង្គ្រាមជំនាន់វៀតណាមដែលខេត្តនៅខាងទិសឦសាននេះបានទទួលប៉ះពាល់បញ្ចប់ដោយសារនយោបាយឈ្នះយើងធានាបាននៅបរិស្ថានមួយដែលឈប់វាយគ្នាកម្លាំងយើងអាចប្រមូលផ្ដុំកសាងពង្រឹងវិនិយោគទៅលើការអប់រំបណ្ដុះបណ្ដាលសុខាភិបាលទាំងផ្សេងតាក់ទាញវិនិយោគចូលប្រក្រុងកន្លែងរបស់យើងហើយខេត្តស្ទឹងត្រែងនេះយើងអាចចាត់ទុកថាជាខេត្តមួយដែលជាអតិភិបមួយនៅក្នុងរឿងកិច្ចការសន្តិសុខហើយខ្ញុំក៏សូមកោតសរសើរទៅដល់រដ្ឋបាលខេត្តស្នងការដ្ឋានកោបាលខេត្តកងរាជអាវុធខេត្តក៏ដូចជាតំបន់ប្រតិបត្តិការសឹករងខេត្តដែលចូលរួមនៅក្នុងការថែរក្សាកន្លែងនេះគឺជាកន្លែងតំបន់ឆ្លងកាត់ធំវាតាក់ទងជាមួយនឹងប្រទេសឡាវប្រទេសចំនួននៃអក្រិតកម្មឆ្លងដែនមួយចំនួនដែលចាំបាច់ត្រូវការពង្រឹងការគ្រប់គ្រងចឹងកន្លងទៅគឺមានការចាប់ការបំផ្លាញនៅសកម្មភាពខុសច្បាប់ឆ្លងដែនឆ្លងកាត់រត់ពន្ធគ្រឿងញៀនឆ្លងដែនដែលចូលពីប្រទេសផ្សេងមកយើងដើម្បីឆ្លងកាត់អញ្ចឹងការទប់ទល់នេះគឺជាកិច្ចការសំខាន់ហើយខ្ញុំសូមឲ្យអាជ្ញាធរខេត្តអាជ្ញាធរគ្រប់សមត្ថកិច្ចរបស់ខេត្តបន្តនៅកិច្ចការនេះឲ្យបានយកចិត្តទុកដាក់ធ្វើយ៉ាងណាខេត្តយើងកុំឲ្យមានពាក់ព័ន្ធជាមួយអ្វីដែលគ្រោះថ្នាក់អ្វីដែលជានិយាយរួមសេដ្ឋកិច្ចខ្មៅយកចូលក្នុងខេត្តឲ្យសោះបាទឆ្ងាយវាមានបញ្ហាសម្រាប់មុខរបរខ្លះប៉ុន្តែវាមានអំណោយផលដល់មុខរបរដែលមិនចង់ឲ្យគេឃើញមុខរបរដែលអាចថាប៉ះពាល់ទៅដល់សន្តិសុខសង្គមអញ្ចឹងគឺទៅធ្វើម៉េច
ទប់ទល់ក្រុមបណ្ដាញអក្រិតកម្មមិនថាជានៅក្នុងខេត្តឬមួយក៏ឆ្លងខេត្តឆ្លងប្រទេសត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ឲ្យបានអនុវត្តច្បាប់ឲ្យបានបឹងបាត់នេះគឺជាបរិស្ថានមួយដែលយើងចង់ធានាព្រោះបើសិនជាខេត្តមានឈ្មោះប្រឡាក់ប្រឡូកហើយគឺពិបាកលៀងណាស់ត្រូវការតាមមួយផ្លេតទេឡានបើកកាត់ប្រពេចខ្ទៀតផុកមកយើងតាមមួយផ្លេតទេយើងប្រឡាក់តែត្រូវការពេលវេលាដើម្បីបោសសម្អាតវាអញ្ចឹងកុំឲ្យវាប្រឡាក់កុំដើរចិត្តផុកកុំយកផុកប្រដាក់ជាប់ខ្លួននេះគឺត្រូវថែរក្សាឲ្យបាននេះដែលថាទីមួយសង្គ្រាមឥឡូវបើយើងអត់សង្គ្រាមហើយគឺរឿងសន្តិសុខស្ថិរភាពនិងបញ្ហាសុវត្ថិភាពជូនប្រជាពលរដ្ឋទេបើជាកន្លែងអសន្តិសុខកន្លែងអសុវត្ថិភាពមានឈ្មោះមានបញ្ហាគឺអត់មានពីណាមកទេកុំថាហៅទេសចរមកលេងឬមួយក៏វិទ្យុសំបីតអ្នកនៅក្នុងខេត្តក៏ពិបាករស់ទៅដែរបាទនេះគឺជាកត្តាដែលត្រូវការពារឲ្យបានដាច់ខាតនេះជាបរិស្ថានដែលជាត្រូវទី2គឺគោលនយោបាយក្រោយពីមានបរិស្ថានស្ថិរភាពហើយបើអត់មានគោលនយោបាយត្រឹមត្រូវក៏មិនអាចអភិវឌ្ឍកន្លែងមួយបានដែរមិនថាកន្លែងនឹងមានសក្តានុពលធម្មជាតិប៉ុណ្ណាភូមិសាស្ត្រល្អយ៉ាងណានោះទេតែគោលនយោបាយមិនត្រូវហើយគឺបញ្ហាហើយអាដឹងតែឯកឧត្តមពុត្រាដូចខ្ញុំប្រាប់ពេលដែលបានទទួលតំណែងជាអភិបាលខេត្តជួបខ្ញុំថាពុត្រាគោលការណ៍ធំមួយដែលបានទទួលការងារសូមកំគិតថាតើក្នុងទួលនីតិនេះខ្ញុំទទួលបានខ្ញុំយកបានអីខ្លះអត់ទេណាត្រូវគិតតែក្នុងការងារដែលខ្ញុំជារដ្ឋជាខេត្តជាអភិបាលខេត្តតើខ្ញុំមិនថាខ្ញុំនៅប្រហែលឆ្នាំទេសំខាន់តើខ្ញុំកសាងស្នាដៃអីខ្លះទុកបន្សល់ឲ្យប្រជាជនអ្នកខេត្តនឹងឲ្យដែលត្រូវជាគោលដៅបានទៅបាទបើដាក់មកគ្រាន់តែបានទួលនីតិគេថាតើខ្ញុំនឹងបានស្អីខ្លះផលស្អីខ្លះចូលខ្ញុំតាមរយៈទួលនីតិអានឹងចប់តែត្រូវគិតថាតាមរយៈទួលនីតិនេះខ្ញុំអាចមានធ្វើអីខ្លះដើម្បីបន្សល់ទុកជូនប្រទេសជាតិដែលជាភារកិច្ចស្នូលរបស់ខ្ញុំក្នុងការបម្រើរាជនេះគឺជាកិច្ចការសំខាន់ហើយមន្ត្រីរាជការទាំងអស់ជាពិសេសអ្នកដឹកនាំស្ថាប័នជាគោលការណ៍ធំណាស់គោលនយោបាយដែលត្រូវអញ្ចឹងបានការរៀបចំនៅកន្លែងនេះយើងបានប្រែក្លាយកន្លែងនោះជាពីកន្លែងវិនិយោគឯកជនមកជាកន្លែងសាធារណៈកន្លែងឯកជននៅក្នុងខេត្តគាត់ត្រូវវិនិយោគតែយើងអាចចែកទៅកន្លែងណាដែលហ្សូនទុកឲ្យសាធារណៈជោគជ័យកន្លែងណាដែលឲ្យឯកជនរស់ទាំងអស់គ្នាចែកគ្នារស់បាទនេះហើយគឺជាការរៀបចំឧទាហរណ៍កន្លែងនេះក្នុងនាមជាអភិបាលខេត្តអាចបកគលកន្លែងនេះធ្វើការវិវត្តក្នុងវិស័យឯកជនហើយទៅអភិវឌ្ឍកន្លែងផ្សេងអញ្ចឹងការសម្រេចជ្រើសរើសអត់មានខុសវាត្រូវប៉ុន្តែត្រូវគិតគូរយកអ្វីដែលយើងទៅសោះអញ្ចឹងការដាក់នយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាខេត្តគឺធ្វើយ៉ាងម៉េចយកប្រទេសជាតិនិងប្រជាជនជាគោលមិនថាក្នុងកលៈទេសៈណាទេរំដោះប្រទេសពី1979ក៏យកជីវិតប្រជាជននិងការកសាងជីវភាពរស់នៅរបស់ប្រជាជនជាគោលដែរបាទបើមិនអញ្ចឹងអ្នកស្នេហាជាតិរបស់យើងកាលនោះតាជាង10000នាក់ទេដែលនៅសល់ពីស្លាប់រត់ទៅសុកចិត្តនៅជាប់គុកនៅវៀតណាមនោះជាងមកប្រឈមមុខជាមួយក្របកំភ្លើងដើម្បីរំដោះប្រទេសតែគាត់បានយកជីវិតមកបដូរដើម្បីរំដោះប្រទេសកសាងពីបាតដៃទៅទេចឹងពីមួយចំនួនការងារដែលយើងត្រូវធ្វើបន្តរាជរដ្ឋាភិបាលអភិវឌ្ឍសម្រាប់ភូមិភាគឥសានដូចគ្នាគោលនយោបាយសម្រាប់ភូមិភាគឥសានម្សិលមិញខ្ញុំប្រជុំឆមាសជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះផ្ដល់យោបល់ក្នុងនោះមានប្រតិភូប្រធានប្រតិភូគណៈបកមួយបានលើកហើយគាត់រំលឹកពីរឿងអា CLVDTA គាត់ថា CLVDTA នេះបើមើលវិភាគទៅវាអត់មានអីតែជាគោលនយោបាយសម្រាប់អភិវឌ្ឍមូលដ្ឋានប៉ុន្តែការផ្សព្វផ្សាយព័ត៌មានវាធ្វើឲ្យខូចទៅជាបង្កើតថាជារឿងដែលយកប្រទេសខ្មែរ4ខេត្តកាត់ទៅឲ្យគេបាត់អធិបតេយ្យភាពសំណួរសួរតអ្នកស្ទឹងត្រែងមានបាត់អធិបតេយ្យភាពទៅ
អ្វីដែលសំខាន់រឿងនេះយើងកុំបញ្ចង់រំលេចដូចទេប៉ុន្តែមូលហេតុដើមចមអីបានជាយើងមាន CLVDTA សម្ដេចតេជោលោកបានចេញបញ្យលលោកជាអ្នកព្រួយផ្ដើមមិនមែនថាចង់យកប្រទេសយើងទៅឲ្យគេទេប៉ុន្តែចប់សង្គ្រាមភ្លាមឆ្នាំ98ខេត្តស្ទឹងត្រែងនេះរតនគិរីមណ្ឌលគិរីតាកចេះតោះចិត្តបន្តិចបានផ្លូវជាតិលេខ7ពីកំពង់ចាមទៅមិនសូវអីតែរតនគិរីមណ្ឌលគិរីស្ទឹងត្រែងនេះដាច់មែនតែនពីមណ្ឌលគិរីទៅរតនគិរីដេកជីឡានគេថាមិនមែនដូចរាល់ថ្ងៃផ្លូវ76ទៅបាទកុំឲ្យបើកប្រយ័ត្នតែប៉ុណ្ណឹងបើកផ្លូវស្អាតពីស្នួលទៅមណ្ឌលគិរីផ្លូវជាតិលេខ7មកស្ពាន2ជាប់ស្ទឹងត្រែងស្ពានសេកុងស្ពានមេកុងពីមុនអត់ដូចចឹងទេគឺនៅដាច់បាទនៅដាច់អញ្ចឹងដើម្បីពលឿននៅក្នុងការកសាងអភិវឌ្ឍកន្លែងនេះជំរឿតើយើងធ្វើអីភ្ជាប់សរសៃសេដ្ឋកិច្ចកន្លែងណាដើម្បីឲ្យកន្លែងហ្នឹងមានសហថាមពលរីកចម្រើនលឿន99យើងនៅអភិវឌ្ឍទូទាំងប្រទេសបាទភ្នំពេញក៏មិនទាន់រីកខ្លាំងខេត្តព្រះសីហនុខេត្តសៀមរាបក៏មិនទាន់រីកខ្លាំងអញ្ចឹងគ្រប់កន្លែងទាំងអស់ទៅការអញ្ចឹងបានផ្ដួចផ្ដើមដើម្បីរៀបចំកាលនោះមាន3ដល់10ខេត្ត4ខេត្តពីយើង4ខេត្តពីឡាវហើយ5ខេត្តពីវៀតណាមគុំគ្នារៀបចំជាផែនការមេមួយដើម្បីអភិវឌ្ឍតំបន់អភិវឌ្ឍតំបន់នេះផែនការនេះមិនមែនយើងសរសេរឬវៀតណាមសរសេរឬប្រទេសស្អីដៃគូអ្នកជួយឲ្យខ្ញុំជួបជាមួយជំនាញការជប៉ុនដែលជាអ្នកជួយរៀបចំគម្រោងទៅគាត់មកគាត់ថាសោកស្ដាយណាស់ហើយគាត់មកបញ្យល់យើងវិញថាកម្ពុជាមិនយល់ច្រឡំថាគម្រោងនឹងជប៉ុនសរសេរឲ្យសម្រាប់កាត់ប្រទេសឲ្យពីណាទេហើយបាត់អធិបតេយ្យភាពគឺដើម្បីបង្កើនសហថាមពលប្រទេសទាំង3តំបន់ដាច់ស្រយាលដូចគ្នានេះជួយភ្ជាប់គ្នាដើម្បីរីកខ្ញុំប្រាប់គាត់ថារដ្ឋាភិបាលកម្ពុជាអត់មានការយល់ច្រឡំព្រោះរដ្ឋាភិបាលកម្ពុជាផ្ដួចផ្ដើមសម្ដេចតេជោបានធ្វើហើយយើងបានធ្វើរាប់ឆ្នាំពីនយោបាយច្រើនទៅហើយប៉ុន្តែយើងសម្រេចចិត្តចេញនៅឆ្នាំ2024មិនមែនដោយសារកម្មវិធីនេះខុសនោះទេប៉ុន្តែដើម្បីកុំអោយនៅមានការមិនអស់ចិត្តពីប្រជាពលរដ្ឋថាកម្មវិធីយ៉ាងម៉េចកិច្ចសហប្រតិបត្តិការនៅតែមានទេយើងមិនអាចកាត់ផ្ដាច់សហប្រតិបត្តិការឥឡូវយើងមានបញ្ហាជាមួយអ្នកជិតខាងខាងលិចរបស់យើងដោយសារសង្គ្រាមយើងកាត់ផ្ដាច់មួយចំនួនតែក៏មិនទាន់ផ្ដាច់អស់ដែរបាទបិទព្រំដែនគោកតម្លាក់កម្រិតទូតប៉ុន្តែប្រជាជនឆ្លងកាត់ទំនិញតាមទឹកឬមួយក៏ស្អីវាទៅព្រោះយើងមិនអាចលើកប្រទេសយើងចេញហើយយើងមិនអាចបិទលបង1លានឆ្នាំនោះទេបើយើងជិះនៅតាមបណ្ដោយផ្លូវបណ្ដោយព្រំដែនប្រជាជនដែលរស់នៅតាមព្រំដែនណាគាត់ឆ្លងទៅមកបាទជួនកាលត្រូវទៅពេទ្យទៅទិញអីវ៉ាន់នៅកាន់នោះមកកាន់ដែរនៅខ្ញុំទៅនៅកំពង់សាឡៅនៅកំពង់សាឡៅ2កាន់នោះទៅសម្ពោធសាលាមួយឆ្លងទៅទឹកទៅឡាវអញ្ចឹងពេលខ្លះជិះទូកទៅរៀនចុះឡើងអញ្ចឹងប្រតិកលាភូមិសាស្ត្រនេះឯងអញ្ចឹងអ្វីដែលសំខាន់គឺការអភិវឌ្ឍរបស់យើងទោះមានឬមិនមាន CLVDTA ឬក្របខ័ណ្ឌសហប្រតិបត្តិការជាមួយប៉ុន្តែយើងមានមិនមែនបាត់អធិបតេយ្យភាពទេប៉ុន្តែខ្ញុំនិយាយថាទោះមានមិនមានការអភិវឌ្ឍតំបន់អេសាននេះក៏ស្ថិតនៅក្នុងគោលការណ៍អធិភាពរបស់រដ្ឋាភិបាលដែរដែលចឹងហើយបានយើងឃើញថាក្នុងរយៈពេលមិញអាដាមសសុពុត្រាបានរាយការណ៍សង្ខេបសមិទ្ធផលធំមួយចំនួនហើយក្នុងដែលយើងកសាងតាំងពីដើមមកក្រោយ79មកគ្រាន់តែក្រោយសង្គ្រាមយើងចាប់ផ្ដើមកសាងហើយតាមដំណាក់កាលដែលយើងមានលទ្ធភាពពិចារណាអញ្ចឹងហេដ្ឋារចនាសម្ព័ន្ធនៅនេះឥឡូវផ្លូវតភ្ជាប់ខេត្តទាំង4ហ្នឹងយើងមានច្រើនរួចទៅហើយកំពុងទៅធ្វើបន្ថែមទៀតបាទ
ឥឡូវផ្លូវជាតិលេខ7តភ្ជាប់ពីកំពង់ចាមមកកញ្ចេះឡើងមកដល់ស្ទឹងត្រែងហើយបុកទៅតាពាំងឃាលតាមទន្លេតាមស្ពានសេកុងបាទនឹងតហើយឥឡូវយើងជាប់ជាមួយឡាវដើម្បីថ្ងៃថែមស្ពានមួយទៀតទន្លេសេកុងដូចនៅស្អីទេពូនៀមទន្លេលពៅកំពុងចរចានៅកន្លែងនោះមួយទៀតដើម្បីតភ្ជាប់ហើយថ្ងៃក្រោយយើងនឹងតភ្ជាប់គិតរឿងផ្លូវដែកអីទៀតហើយក្រសួងកសិកម្មបានចរចាជាមួយនឹងខាងភាគីឡាវដើម្បីយើងអាចដឹកទំនិញកសិផលទៅចិនទៅទីផ្សារចិនតាមផ្លូវគោកត្រង់កាត់ឡាវតែម្ដងអញ្ចឹងថ្ងៃក្រោយកសិឧស្សាហកម្មអីនៅខេត្តឯសាននេះមិនបាច់ដឹកទៅខេត្តព្រះសីហនុទៅអីឆ្ងាយដែរឡើងពីនេះទៅត្បូងទៅពីលើក៏ចុះមកវិញការផ្លាស់ប្ដូរទាំងទេសចរទាំងអីផ្សេងអញ្ចឹងការតភ្ជាប់ផ្លូវលេខ7ផ្លូវ76ផ្លូវឆ្នាំ2ឆ្នាំទៀតឥឡូវយើងកំពុងដាក់ក្នុងគម្រោងដែលរៀបចំផ្លូវ78កន្លះពីបានលុងទៅកតុយនេះបាទពីបានលុងទៅកតុយនេះតំបន់កតុយនេះគឺតំបន់ដែលអត់ទាន់មានពីណាដែលទៅទេពីខាងដីយើងបើចូលទៅឥឡូវគឺកន្លែងចោតពេកអញ្ចឹងតលតែសុំចូលពីខាងវៀតណាមបានមកវិញខ្ញុំបានឲ្យគោលការណ៍ដល់ខ្វាន់សៀមនៅពេលដែលយើងធ្វើព្រំដែនតាពូត្រូវធ្វើម៉េចពុះពៀធ្វើឲ្យបានមិនថាវាវ័នចង្អាយណាទេត្រូវតែធ្វើឲ្យបានចូលពីដីខ្មែរឲ្យដល់កតុលនេះបាទដើម្បីឲ្យកូនខ្មែរបានទៅមើលកន្លែងចុងពោចតែថាមុំ3រវាងកម្ពុជាវៀតណាមឡាវទៅដើម្បីទៅដល់កន្លែងនោះតែម្ដងហើយមិនបាច់ចូលតាមវៀតណាមចូលតាមប្រទេសណាចូលពីយើងតែម្ដងបាទនេះគឺជាការពុះពៀរបស់យើងហើយថែមផ្លូវ78កន្លះទៅទៀតអញ្ចឹងកាន់តែប្រតិកលាទៅទីនោះផ្លូវដោយសរសៃឈាមតែសរសៃឈាមទៅដល់ណាវាចិញ្ចឹមសរីរាង្គកន្លែងនោះបាទអញ្ចឹងពេលដែលផ្លូវទៅកន្លែងណាគឺថាគេថាមានផ្លូវមានសង្ឃឹមផ្លូវទៅដល់កន្លែងណាជីវភាពរស់នៅប្រជាជនចាប់ផ្ដើមទៅរស់នៅបង្កើតភូមិបង្កើតអីសេដ្ឋកិច្ចទៅដល់ហើយរួមទាំងការការពារទឹកដីអញ្ចឹងរឿងទីនេះហើយស្ពានហើយផ្លូវដូចពីអាទិត្យទៀតខ្ញុំត្រូវទៅសម្ពោធផ្លូវបន្ថែមនៅកញ្ចេះដូចផ្លូវ377ហើយ377Aផ្លូវក្នុងខេត្តទេប៉ុន្តែវែងដែរបាទហើយនៅស្ពានមួយទៀតស្ពាននៅព្រៃប្រសពបាទដែលតភ្ជាប់ពីកញ្ចេះទៅខាងកំពង់ចាមយើងបាទដើម្បីឲ្យរីកនៅខាងនោះអញ្ចឹងការធ្វើយើងនឹងបន្តធ្វើតទៅទៀតចំពោះគេពីស្ពានយើងមានទំនប់ថ្ងៃមុននៅមណ្ឌលគិរីទំនប់អូតេហើយយើងមានវិរិយអកិសនីយើងធ្វើទៅនេះបាទអញ្ចឹងការតាក់ទាញមួយចំនួនចិត្តប្រភពដើមនៃវិរិយអកិសនីអាចនិយាយរឿងភ្លើងនឹងដែរជាគោលការណ៍នៅគ្រោះមួយដែលអាចតាក់ទាញវិនិយោគដែរព្រោះភាគច្រើនឥឡូវគេត្រូវការភ្លើងហើយភ្លើងពីប្រភពស្អាតទៀតរឿងតម្លៃមួយប៉ុន្តែគេចង់បានភ្លើងពីប្រភពបៃតងគេហៅកកើតឡើងវិញពីខ្យល់ពីទឹកពីសូឡាព្រោះនៅប្រទេសខ្លះគាត់ចងត្មងបើសិនជាក្រុមហ៊ុននឹងទិញផលិតផលពីក្រុមហ៊ុនដែលប្រើប្រាស់ភ្លើងអគ្គិសនីគេឲ្យជួយ credit ប្រមាណឬមួយគេឲ្យនាំចេញនាំចូលទៅស្រុកគេធូរអីចឹងទៅអញ្ចឹងការតាក់ទាញបែបនេះគឺធម្មពលបៃតងនៅសម្រាប់នៅខេត្តនៅទិសឦសានហើយដូចយើងគ្រោងនៅទន្លេសែពកដូចយើងគិតកំពុងដែរបាទសិក្សាដែលអញ្ចឹងថ្ងៃក្រោយប្រភពនេះហើយនៅមណ្ឌលគិរីហ្នឹងគឺគ្រោងធ្វើខ្យល់ដើរដោយខ្យល់ផងបាទអញ្ចឹងគឺការវិនិយោគធម្មពលហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គឺសំខាន់នៅទីនេះហើយខ្ញុំជាប់ឆ្លៀតឱកាសនេះផងដែរក៏អរគុណណាស់ជាថ្មីម្ដងទៀតជូនទៅដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនិងក្រៅប្រទេសទាំងអស់ដែលកន្លងទៅបានចូលរួមនៅក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនលើដោយផ្ដោតទៅលើការកសាងព្រំដែនផ្លូវក្រវ៉ាត់ព្រំដែនហើយមកដល់ម៉ោងនេះខ្ញុំ
ឆែកជាមួយនឹងខាងវិស្វកម្មដែលកាលយើងធ្វើការចលនាមហាជនចូលរួមរយៈពេល66ថ្ងៃយើងមានប្រជាពលរដ្ឋប្រសង់ទៅក្នុងនិងក្រៅប្រទេស72ម៉ឺននាក់105អង្គនាក់ដែលបានចូលរួមជួយថវិកាបានជិត$27 លានហើយក្រុងដែលមកធ្វើនោះគឺយើងធ្វើក្រុងផ្លូវខ្សែក្រវ៉ាត់ថ្មីសុទ្ធសាធ4ខ្សែទៅភូមិសាស្ត្រខេត្តមណ្ឌលគិរីប្រវែង147គីឡូវា42ខេត្តរតនគិរី97.48គីឡូព្រមទាំងការកសាងសំណង់សិល្បកម្មជាច្រើនកន្លែងហើយគិតដល់បច្ចុប្បន្នលទ្ធផលការងារសម្រេចបានប្រមាណជាង95%ហើយក្នុងនោះខេត្តមណ្ឌលគិរីបានបញ្ចប់100%ខណៈដែលខេត្តរតនគិរីឈូសឆាយដល់គោលដៅរួចរាល់ប៉ុន្តែបន្តកែសម្រួលនិងកសាងសំណង់សិល្បកម្មមានស្ពានមានអីចឹងទៅបាទកន្លែងនេះឲ្យខ្ញុំប្រាប់ទៅខាងវិស្វកម្មឲ្យធ្វើសិលាចារឹកធំកន្លែងកំណត់នឹងឲ្យដាក់ថាផ្លូវនេះត្រូវកសាងក្រោមមូលនិធិដែលមានការចូលរួមពីប្រជាពលរដ្ឋទូទាំងប្រទេសហើយប្រជាពលរដ្ឋសូមអញ្ជើញមកមើលផ្លូវដែលខ្លួនបានចូលរួមហើយអ្នកមិនបានចូលក៏ជាផ្លូវសម្រាប់ប្រទេសជាតិរបស់យើងដែលកើតឡើងពីស្មារតីនៃការចូលរួមប្រជាពលរដ្ឋយើងដែលថាព្រួយបារម្ភពីរឿងព្រំដែនរឿងអីឥឡូវចូលរួមក្នុងការអភិវឌ្ឍព្រំដែនតាមការកសាងនេះអត់មានរឿងគេថាមានអីដែលគ្មានដំណាភាពនោះទេបាទឥឡូវខ្ញុំអាប់ដេតតាមពិតមាន page របស់គេដែលខ្ញុំថាត្រូវតែមានដំណាភាពការបានថវិកាប្រមាណទៅធ្វើសន្និសីទទៅធ្វើអាប់ដេតជាប្រចាំធ្វើបច្ចុប្បន្នភាពឲ្យតែខ្ញុំចង់ឲ្យធ្វើយ៉ាងម៉េចមិនមែនទាន់តែថាការធ្វើទេប៉ុន្តែជាស្នាដៃព្រោះនេះគឺជាការចូលរួមរបស់មហាសួតសាសខ្មែរនៅក្នុងការអភិវឌ្ឍជួយទៅក្នុងតំបន់ខេត្តទាំង4បូកជាមួយនឹងតំបន់ព្រំដែនរបស់យើងនេះគឺជាការជួយសំខាន់ហើយរឿងនេះគឺជារឿងដែលត្រូវបន្តធ្វើពិតថាយើងមានបញ្ហានៅព្រំដែនថៃបច្ចុប្បន្នប៉ុន្តែដែលថាផ្លូវមួយចំនួនវាពាក់ព័ន្ធទីហោផ្លូវ58ផ្លូវអីប៉ុន្តែដាច់ខាតយើងមិនអាចចោលគម្រោងការគិតគូរបែបនេះទេត្រូវតែបន្តធ្វើបើមិនចឹងយើងចោលមិនត្រូវតែមានមនុស្សទៅនៅរឿងម្ដងមកកាលដោះស្រាយវាទៅប៉ុន្តែត្រូវតែមានមនុស្សមានការប្រើប្រាស់មិនថាកងកម្លាំងប្រដាប់អាវុធកងនគរបាលដែលចល័តដើម្បីល្បាតការពារជាប្រចាំប្រជាពលរដ្ឋបាទរស់នៅកសាងជីវភាពហើយជាពិសេសជាមោទនភាពដែលថាកន្លែងច្រើនណាស់ដែលពីមុនមកយើងមិនដែលទៅដល់ទៅថ្ងៃក្រោយកូនចៅរបស់យើងនឹងទៅដល់ហើយក៏ខ្ញុំសូមឲ្យប្រជាពលរដ្ឋកម្ពុជានៅក្នុងទូទាំងប្រទេសដែលត្រូវធ្វើដំណើររកតំបន់ទេសចរក្នុងមួយឆ្នាំបងប្អូនខ្លះគាត់ទៅក្រៅច្រើនសូមឲ្យធ្វើដំណើរនៅក្នុងប្រទេសហើយដើរតាមបណ្ដាខេត្តផ្សេងតាមប្រព័ន្ធផ្លូវដែលយើងតភ្ជាប់កាលជំនាន់កូវីដមានអ្នកខ្លះគាត់ថាក៏អត់ដឹងថាកម្ពុជាអភិវឌ្ឍប៉ុណ្ណឹងកូវីដគេបិទជើងយន្តហោះចេញទៅកែអត់រួចអញ្ចឹងនាំគ្នាមកលេងមណ្ឌលគិរីបាទដល់មណ្ឌលគិរីអស់ផ្ទះសំណាក់ពួកមនុស្សមកច្រើនពេកអញ្ចឹងក៏នៅអូតែលផ្កាយ1000ស្គាល់ទេអូតែលផ្កាយ1000បាទអូតែលផ្កាយ1000ព្រោះក្រៅកាទេលវាយលើស្មៅអញ្ចឹងទៅមើលផ្កាយ1000លើមេឃអញ្ចឹងកន្លែងខ្លះគាត់អត់នៅផ្កាយ1000មិនអាចនៅពីយប់បានទេអញ្ចឹងគាត់បន្តដំណើរឲ្យតែមានផ្លូវចេះតែបើកអញ្ចឹងគាត់បើកមកបាទគាត់បើកមកដល់កាត់មកដល់រតនគិរីតាមផ្លូវចេះតែមកស្ទឹងត្រែងឡើងស្ពានទៅដល់តាពាំងគ្រាលមើលត្រឡប់មកវិញឡើងស្ពានតាមស្ពានទន្លេមេគង្គចេះតែទៅតឡាបរវត្តទៅដល់ព្រះវិហារបាទដល់ព្រះវិហារចេះតែទៅទៀតទៅបាទខ្លះឡើងទៅព្រះវិហារទៅមើលមកវិញពាក់ស្បែកកាត់ផ្លូវ58ទៅដល់ប្រទេសមានជ័យទៅបាទអញ្ចឹងការតភ្ជាប់សម្បូរបែបហើយទេសចរក្នុងស្រុកគឺមូលដ្ឋានសំខាន់អញ្ចឹងបានថាកុំភ្លេចទេសចរនៅនឹងកន្លែងអ្នកនៅខេត្តកន្លែងនេះស្អាតក៏អ្នកនៅជុំវិញខេត្តតាមស្រុកបលេងអ្នកនៅក្នុងប្រទេសក៏មានតាមខេត្តទី1មកលេងកន្លែងនេះ
ការរៀបចំនៅកន្លែងទេសចរផ្សេងដែលមានសក្តានុពលគឺសិតតែទាញស្រូបឲ្យគេស្គាល់ព្រោះមុនគេមកវិនិយោគមុនគេមកធ្វើអីគេមកលេងសិនគេបបឺសិនហើយជួនកាលតលតែមានមនុស្សមកច្រើនបានគេចាប់ផ្ដើមធ្វើហេដ្ឋារចនាសម្ព័ន្ធបាទអញ្ចឹងខ្ញុំគិតថាខេត្តស្ទឹងត្រែងនិងខេត្តទាំង4នេះគឺគោលនយោបាយរបស់យើងក្នុងការធ្វើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រៀបចំផ្សេងដើម្បីសម្រួលដល់ហើយយើងចរចាបើកច្រកផ្សេងជាមួយប្រទេសជិតខាងដើម្បីធ្វើតំបន់សេដ្ឋកិច្ចពិសេសធ្វើពាណិជ្ជកម្មឲ្យបានស្រួលថ្ងៃក្រោយរាល់ទំនិញឆ្លងកាត់ទៅវិញទៅមកនឹងបានកាន់តែស្រួលបង្កើនភាពតាក់ទាញនៅទីនេះឆ្នាំទៅខ្ញុំបានប្រកាសមុននឹងផ្ទុះសង្គ្រាមជាមួយថៃនៅខែ7នៅខែមេសាឆ្នាំ2025ខ្ញុំប្រកាសដាក់ចេញនៅកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង4នៅភូមិភាគឦសាននៃប្រជាជាតិកម្ពុជាឆ្នាំ2025-2028ដើម្បីជំរុញលើកទឹកចិត្តការវិនិយោគមកតំបន់នេះព្រោះមានហេដ្ឋារចនាសម្ព័ន្ធមានបរិស្ថានស្ថិរភាពអីល្អហើយគោលនយោបាយរួមរបស់យើងតាក់ទាញនៅប្រទេសយើងក៏មានគោលនយោបាយច្រើនប៉ុន្តែដើម្បីសម្រួចការតាក់ទាញមកខេត្តកម្ពុជាអេសានរាជរដ្ឋាភិបាលក៏បានចេញកោការព្រោះកិច្ចការនេះខ្ញុំបានឲ្យសាកល្បងមួយនៅខេត្តព្រះសីហនុកម្មវិធីជំរុញការស្ដារឡើងវិញនៅខេត្តព្រះសីហនុពីឆ្នាំ2024ដោយរៀបចំក្រុមការងារពិសេសតែម្ដងការវិនិយោគមួយចំនួនត្រូវឆ្លងកាត់នីតិវិធីសុំ CDC សុំអីចឹងទៅឥឡូវរៀបចំក្រុមការងារមួយដឹកនាំដោយអាដាមហ៊ានសាហ៊ីបដើម្បីពិនិត្យដែលមានយន្តការអន្តរក្រសួងនៅក្នុងនោះហើយមានសិទ្ធិនៅក្នុងការជំរុញសម្រេចកម្រិតណាមួយដើម្បីរុញសម្រួលដល់ការអនុវត្តគម្រោងវិនិយោគអញ្ចឹងគម្រោងនេះបានដាក់ឲ្យទៅតាមរបាយការណ៍ដែលឆែកជាមួយអាដាមហ៊ានសាហ៊ីបក្រុមការងារនេះយើងមកដល់ម៉ោងនេះដូចមានបើគិតត្រឹមខែ7ហើយគម្រោងកម្មវិធីនេះគ្របដណ្ដប់ទៅលើវិស័យកសិកម្មកសិឧស្សាហកម្មនិងទេសចរណ៍យើងប្រើប្រាស់វិធានការគ្រប់គ្រងនិងជំរុញការវិនិយោគចំនួន3ទី1គឺវិធានការផ្នែកពន្ធដារនិងពន្ធគយអនុគ្រោះសម្រាប់លើកទឹកចិត្តអ្នកវិនិយោគកន្លែងនេះទី2ការផ្ដល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់ទីផ្សារបានន័យថាឲ្យខ្ចីលុយការប្រាក់ទាបដើម្បីវិនិយោគតែមកតំបន់នេះទេដើម្បីលើកទឹកចិត្តព្រោះកន្លែងនេះរៀងឆ្ងាយហើយតម្លៃដឹកជូនអីផ្សេងចំនួនដើម្បីឲ្យមកហើយទី3គឺការជួយកាត់បន្ថយថ្លៃដើមផលិតកម្មការសម្រួលនីតិវិធីនិងគ្រប់គ្រងសកម្មភាពវិនិយោគមិនដែរកុំឲ្យមាននីតិវិធីសុខស្មាញកុំឲ្យឆ្លងច្រើនជាន់ច្រើនជួងកសាបានឲ្យគណៈកម្មការនេះសម្រាប់តែម្ដងក្រុមការងារនេះយើងខាត់ក្រុមការងារដើម្បីធ្វើអញ្ចឹងគោលនយោបាយនេះបានដាក់ចេញហើយគិតត្រឹមថ្ងៃទី7សីហាឆ្នាំ2026សម្រាប់4ខេត្តនៅឦសាននេះយើងសរុបទទួលបានការស្នើសុំវិនិយោគ72គម្រោងក្នុងនោះគម្រោងស្នើសុំចំនួន57បានពិនិត្យនិងបន្តនីតិវិធីហើយបើក្នុងចំនួន72គម្រោងដែលបានដាក់នេះទុនវិនិយោគសរុបគឺ $2.7 billion 2.7 លានបើសិនគម្រោងនេះនឹងត្រូវអនុវត្តនៅខេត្តទាំង4នេះគម្រោងនឹងបង្កើតការងារជិតជាង 80000 នាក់ជិត 83000 នាក់អញ្ចឹងកិច្ចការនេះនឹងបន្តទទួលតទៅទៀតបើនិយាយទូទាំងប្រទេសនៅឆ្នាំ2026នេះមកដល់គិតត្រឹមថ្ងៃ7សីហាដែរទូទាំងប្រទេសគម្រោងវិនិយោគពីក្រៅមកយើងមាន214គម្រោងបាទគិតជាទឹកប្រាក់ដូចជិត 4000 លានហើយបង្កើតការងារ 140,000 កន្លែងហើយបើតាមទិន្នន័យឆ្នាំ2023 24 25គេថាគម្រោងដែលចោះខុសពីគម្រោងដែលធ្វើចោះច្រើនប្រយ័ត្នធ្វើតិច
អញ្ចឹងនៅក្នុងរយៈពេលដែលធ្វើការចុះនេះក្នុងរយៈពេល3ឆ្នាំនេះគម្រោងដែលចុះឈ្មោះដើម្បីសុំគោលការណ៍វិនិយោគហើយនឹងខ្លាយទៅជាការពិតមាន 95.75% បាននៅក្នុង100គម្រោងដែលសុំគោលការណ៍វិនិយោគ95បានចាត់តាំងធ្វើតែ5ទេអត់ធ្វើវិញអញ្ចឹងនេះគឺជាគោលការណ៍សំខាន់នេះគឺជាសមិទ្ធផលសំខាន់ដែលគេថាប្រទេសយើងឮសូរតាសង្គ្រាមប្រទេសយើងឬសូតា scam ឬសូអីអត់មានពីណាមកអត់ទេមិនសមមិញប្រជុំម្ដងក្រុមប្រឹក្សាក៏មានប្រតិភូគណៈបកខ្លះគាត់យល់ថាអត់មានពីណាមកអត់ទេរឿងតូចរឿងធំយើងត្រូវទទួលដោះស្រាយប៉ុន្តែការវិនិយោគតាក់ទាញឲ្យកម្ពុជានៅតែមានភាពតាក់ទាញគោលនយោបាយរបស់យើងប្រជាពលរដ្ឋយើងសក្តានុពលរបស់យើងនៅតែមានភាពប្រកួតប្រជែងហើយយើងនឹងខិតខំបន្តដើម្បីដោះស្រាយបញ្ហាប្រជាជនដើម្បីសម្រួលការវិនិយោគនិងការតាក់ទាញបន្ថែមបង្កលក្ខណៈវិនិយោគបន្ថែមទាំងអ្នកវិនិយោគមកពីក្រៅទាំងការវិនិយោគក្នុងប្រទេសមិនថាຂະຫນាតតូចຂະຫນាតមធ្យមຂະຫນាតធំនោះទេហើយយើងនឹងខិតខំបន្តជួយទៅដល់ធុរកិច្ចក្រៅប្រព័ន្ធដើម្បីធ្វើយ៉ាងណាឲ្យកម្លាំងសេដ្ឋកិច្ចផ្ទៃក្នុងរបស់យើងកើតអញ្ចឹងទូទាំងប្រទេសយើងធ្វើឲ្យនៅខេត្តទិសឦសាននេះដែលរួមទាំងខេត្តស្ទឹងត្រែងយើងផងនេះមិញអាដាមសសុពុត្រាបាននិយាយថាខេត្តយើងបានប្រមាណបាន9គម្រោងបាទហើយផឹងតាក់ទាញថែមទៀតបាទ9គម្រោងអស់17គីឡូបាទបើសិនជាអស់ថែម17ទៀតបាន20គម្រោងកាន់តែល្អអញ្ចឹងគឺថាការរៀបចំពង្រឹងនីតិវិធីផ្ទៃក្នុងនិងសេវាផ្ទៃក្នុងរបស់ខេត្តគឺជាកត្តាសំខាន់ណាស់ព្រោះប្រទេសយើងពង្រឹងក្នុងក្របខ័ណ្ឌជាតិដើម្បីទៅប្រកួតប្រជែងជាមួយប្រទេសផ្សេងទាញមកក្នុងប្រទេសយើងប៉ុន្តែចូលមកក្នុងប្រទេសយើងគេត្រូវរើសទៅរាជធានីទៅខេត្តបើទៅខេត្តណាអញ្ចឹងកត្តារឿងហេដ្ឋារចនាសម្ព័ន្ធរឿងភ្លើងរឿងអីវាមួយប៉ុន្តែសំខាន់នេះកត្តាសេវាផ្ទៃក្នុងខេត្តទេដែលថាបើគេមកកុំឲ្យគេពិបាកគ្រាន់តែថាទៅដល់ខេត្តស្ទឹងត្រែងគឺថាកុំព្រួយរឿងហ្នឹងខេត្តមានក្រុមការងារជួយទទួលយើងដូច VIP អញ្ចឹងបាទឯកសារចាត់ចែងឲ្យរហូតលឿនអត់បញ្ហាឲ្យអាជ្ញាប័ណ្ណយកទៅដោះស្រាយគាត់ដោះស្រាយអត់មានបញ្ហាដីធ្លីអត់មានបញ្ហាអីធូរហើយធ្វើប្រតិបត្តិការអត់មានឈឺក្បាលរឿងអីទៀតអាចធានាបានមានរឿងអីទៅជួបគាត់ដោះឲ្យបានភ្លាមហ្នឹងហើយភាពប្រកួតប្រជែងថ្ងៃនេះក៏មានដែរខេត្តប្រមាណនៅក្បែរគ្នាដែរខេត្តបាទនៅទន្ទឹមថាខេត្តអេសាននឹងជាប្លុកមួយហើយដែលត្រូវរៀបចំជួយប្រកួតមួយផ្សេងប៉ុន្តែខេត្តទាំង4ហ្នឹងក៏ប្រកួតគ្នាដែរបាទតែប្រកួតគ្នាកុំបែកជើងគ្នាប្រកួតគ្នាយកដូចណាកុំប្រកួតគ្នាយកស្អីទឹកគូសស្អីរូបអកបោះបងអឿននោះបាទគេស្អាតជាងកុំឲ្យតាក់ទាញតតែយើងទៅគូសប្រឡាក់ឲ្យវ៉ាអត់ទេធ្វើស្អីមួយតាក់ទាញប្រកួតប្រជែងគ្នាចឹងបើន័យថាប្រកួតប្រជែងវិជ្ជមានហើយសេវាសាធារណៈសេវាជួយទៅដល់អ្នកវិនិយោគទាំងក្រៅទាំងក្នុងទាំងសេវា SME ស្អីផ្សេងនេះដែលយើងត្រូវរៀបចំធ្វើយ៉ាងណាបកលលក្ខណៈទាំងអស់នេះហើយគឺជាកត្តាដែលយើងធ្វើដើម្បីអីដើម្បីខេត្តយើងបានរីកចម្រើនដើម្បីខេត្តយើងបានដើរលឿនអានឹងខ្ញុំប្រាប់ពុត្រាថាអានឹងហើយដែលយើងទៅធ្វើក្នុងជំនាន់យើងមិនថាមួយអាណត្តិមិនថាពីរអាណត្តិតែធ្វើម៉េចអារបស់អស់នឹងត្រូវបានបង្កើតជំនាន់អភិបាលខេត្តនេះបាទនេះគឺជាអ្វីដែលយើងត្រូវគិតថាអ្វីដែលយើងបានពីឱកាសក្នុងការបម្រើប្រជាជនក្នុងការកាន់តួនាទីនេះយើងមិននៅនឹងមួយជីវិតទេពីណាក៏មិនអាចនៅមួយជីវិតដែរប៉ុន្តែយើងបានចូលរួមនៅក្នុងការកសាងដំណាក់កាលវត្តវិជ្ជមាននៃកសាងប្រទេសអញ្ចឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋការតាក់ទាញខេត្តដើម្បីប្រែប្រួល
នេះគឺជាអ្វីដែលនឹងនៅស្ថិតស្ថេរនៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋនិងការចងចាំរបស់ប្រជាពលរដ្ឋគ្រប់ជំនាន់បាទឥឡូវគេអាចចាំថាក្នុងអភិបាលខេត្តទាំងអស់មានតែអភិបាលខេត្តជំនាន់នេះទេមានលើស100គីឡូអភិបាលខេត្តធំតែកុំឲ្យចាំតែមានអានឹងគ្រាន់តែហើយមិនមែនតែខេត្តទេគឺនៅក្នុងគ្រប់ស្ថាប័នគ្រប់អង្គភាពគ្រប់ថ្នាក់ទាំងអស់មិនថាថ្នាក់ជាតិក្រៅជាតិដើម្បីយើងជួយហើយយើងនឹងអង្គុយជឿខ្ញុំយើងនឹងអង្គុយពេលដែលយើងរត្រែតទៅហើយទោះបីជាយើងចប់ក៏ដោយក៏យើងអាចសប្បាយចិត្តថាយើងបានចូលរួមនៅក្នុងការបន្សល់នៅអ្វីដែលប្រជាពលរដ្ឋបានធ្វើហើយទុកឲ្យអ្នកមកក្រោយទៀតមានមូលដ្ឋានកាន់តែរឹងមាំតទៅទៀតសម្រាប់ខេត្តទាំងអស់គ្នាអញ្ចឹងការខិតខំកែសម្រួលនិងពង្រឹងសេវាសាធារណៈដើម្បីជួយពង្រឹងការភ្ជាប់ប្រទេសថ្នាក់ជាតិខំដោយថ្នាក់ជាតិថ្នាក់ក្រោមជាតិខំដោយថ្នាក់ក្រោមជាតិបញ្ហាវាមិនល្អឥតខ្ចោះទេគ្មានអីដែលល្អឥតខ្ចោះពាក្យតែពេលដែលយើងមានភាពល្អឥតខ្ចោះគឺពេលដែលយើងចាប់ដើមធ្លាក់បើន័យថាម៉េចយើងចាប់ដើមប្រឡែងដៃថាស្អីក៏វាល្អដែរយើងអត់ទទួលស្គាល់នៅការពិតតែអ្វីដែលយើងត្រូវពង្រឹងបន្ថែមទៀតយើងគិតថាហ្នឹងវាល្អឥតខ្ចោះហើយអាពាក្យឥតខ្ចោះនេះហើយដែលជាចំណុចដែលធ្លាក់តែខ្ញុំបានធ្វើល្អហើយប៉ុន្តែនៅមានល្អជាងនឹងទៀតអាចធ្វើបានមួយជំហានខេត្តដូចគ្នាភាពប្រកួតប្រជែងទៀងបាន9គម្រោងហើយប៉ុន្តែអត់ទាន់គ្រប់ទេចង់បានឲ្យបាន20គម្រោងក្នុងរយៈពេលពី10ខែទៀតទាញស្អីខ្លះអានឹងគេថាកសាងបានកន្លែងនេះមួយហើយចង់មានមហិច្ឆតាថាឲ្យតាមស្រុកមួយមានកន្លែងសម្រាប់ស្រុកដែរសម្រាប់យើងរុញធ្វើឥឡូវច្រកចេញចូលតែមួយអញ្ចឹងគឺថាយើងជាកន្លែងមួយដែលខិតខំធ្វើវិនិច្ឆ័យការបានដល់ខេត្តទៅមុខទៀតយើងអាចឈានទៅដល់ស្រុកពង្រឹងសមត្ថភាពស្រុកក្នុងការឲ្យរុញឲ្យបានដើម្បីយើងធ្វើយ៉ាងណាភាពបត់បែនប្រជាជនកាន់តែច្រើនបាទប្រជាជនកាន់តែច្រើនសេវាកាន់តែកូនអញ្ចឹងពង្រីកការផ្ដល់វិមជ្ឈការសិទ្ធិនិងសមត្ថភាពនឹងការទទួលខុសត្រូវបាទអាហ្នឹងសូមឲ្យមើលឲ្យបានច្បាស់វិមជ្ឈការសិទ្ធិទៅជាមួយវិមជ្ឈការនៃការទទួលខុសត្រូវបាទប្រហែលថ្ងៃនេះឃើញអារឿងស្អីបកគោភ្លើង$2000ស្អីដែរផ្អើអាហ្នឹងហេតុផលយ៉ាងម៉េចត្រូវមើលខេត្តត្រូវមើលពិនិត្យមើលតើមានហេតុផលយ៉ាងម៉េចស្អីយ៉ាងណាគាត់ថាអាហ្នឹងគេដាក់ខ្ពស់ដើម្បីដេញថ្លៃតែតម្លាក់ថ្លៃលូថ្លៃអីទៅខ្ញុំមិនដឹងទេប៉ុន្តែត្រូវពង្រឹងបាទព្រោះឥឡូវវិមជ្ឈការមិនមែនវិមជ្ឈការតែសិទ្ធិទេវិមជ្ឈការមិនថាវិមជ្ឈការសិទ្ធិស្នើទេវិមជ្ឈការទាំងសិទ្ធិចាយទៀតបាទការគ្រប់គ្រងដើម្បីផ្ដល់ទៅឲ្យក្រៅអញ្ចឹងសូមមើលកិច្ចការទាំងអស់នេះដើម្បីបង្កើននៅទំនុកចិត្តហើយបានផលច្រើនទៅដល់មូលដ្ឋានទៅដល់ប្រជាពលរដ្ឋរបស់យើងនេះគឺជាគោលនយោបាយដែលយើងត្រូវដាក់ចេញដែលខ្ញុំនិយាយថាបរិស្ថានពីរសំខាន់សន្តិភាពស្ថិរភាពសន្តិសុខត្រូវតែធ្វើជាប្រចាំទី2គោលនយោបាយដែលត្រូវដាក់ចេញគោលនយោបាយលើកទឹកចិត្តគេមកត្រូវហើយប៉ុន្តែគោលនយោបាយសំខាន់គឺឲ្យសេវាការដោះស្រាយភ្ញៀវដែលមកមានភាពកក់ក្ដៅហើយគេទៅមកពេលវេលាភាពស្មុគស្មាញបញ្ហាដោះឲ្យបានមិនមែនតែអ្នកវិនិយោគឬទេសចរដែលមកលេងទេអ្នកនៅក្នុងខេត្តប្រជាពលរដ្ឋយើងដែលចង់បើកអាជីវកម្មក្នុងខេត្តបើកសាលារៀនបើក clinic បើកអាជីវកម្មឬមួយក៏ធ្វើអីមួយក៏កាន់តែប្រសើរឡើងអញ្ចឹងក៏ខ្ញុំសូមអរគុណណាស់ចំពោះការខិតខំរបស់មន្ត្រីរាជការគ្រប់ថ្នាក់ខេត្តស្រុកឃុំដែលបាន ជួយនៅក្នុងការពង្រឹងគ្រប់វិស័យនៅក្នុងខេត្តហើយទៅបន្តធ្វើតទៅទៀតបាទខេត្តស្ទឹងត្រែងប្រៀបធៀប10ឆ្នាំមុនខុសគ្នាឆ្ងាយប៉ុន្តែ10ឆ្នាំទៅមុខ
ក៏ត្រូវតែខុសជាងនេះឲ្យឆ្ងាយទៅក្នុងទស្សនវិជ្ជាវិជ្ជមានបាទវាមានជំរឿវាអាចនៅត្រឹងវាអាចធ្លាក់ចុះឬវាអាចកើនឡើងអត់នៅទេគ្រប់ទស្សនវិជ្ជាទាំងអស់សេដ្ឋកិច្ចសន្តិសុខសណ្ដាប់ធ្នាប់បញ្ហាផ្សេងបាទអាហ្នឹងយើងអាចនិយាយព្រោះបើយើងមើលនៅប្រទេសខ្ញុំធ្លាប់ទៅកាលធនាគារពិភពលោកទៅប្រទេសកុងហ្គោសាធារណរដ្ឋកុងហ្គោប្រទេសនេះកាលពីឆ្នាំ1920-1930គេថាជាប្រទេសបែលហ្សិកនៃអាហ្វ្រិកដល់ពេលខ្ញុំទៅឆ្នាំ2000ជាងគឺប្រទេសសង្គ្រាមហែកហួរគ្នាឡើងខ្ទេចត្មងបាទអាហ្នឹងរឿងសង្គ្រាមរឿងសន្តិសុខឥឡូវប្រទេសនៅអឺរ៉ុបមួយចំនួនខ្ញុំមិនថាប្រទេសណាសោះប្រទេសមហាអំណាចតែថា10ឆ្នាំមុនសន្តិសុខអត់បញ្ហាតែឥឡូវទៅមិនស្រួលបាត់កបោបលើមិនស្គាល់បាទខ្ញុំជួបជាមួយនឹងព្រះមហាក្សត្របច្ចុប្បន្នរបស់ម៉ាឡេស៊ីគាត់ក៏ជាស៊ុលតានរបស់ជហូគេដូរវេនគ្នាធ្វើអាកុងធ្វើព្រោះនៅនោះមានព្រះអង្គម្ចាស់ច្រើនអញ្ចឹងគេដូរវេនគ្នាលោកថាលោកធ្លាប់នៅប្រទេសអឺរ៉ុបខាងលិចមួយកន្លែងហ្នឹងគឺកន្លែងដែលមានជាងគេបំផុតតែក្រោយនេះលោកទៅមុនឡើងសោយរាជគឺគេលួចនាឡិការ៉ូឡិចគាត់មួយដែលកាលមុន10ឆ្នាំមុនគឺល្អអញ្ចឹងវាអាស្រ័យទៅលើគោលនយោបាយនិងការខិតខំប្រឹងប្រែងរបស់មូលដ្ឋានមិនថាប្រទេសមានប្រទេសក្រទេអញ្ចឹងការថែរក្សានេះសំខាន់ហើយមិនអាចភ្លេចខ្លួនទេខេត្តស្ទឹងត្រែងបើមិនប្រយ័ត្នមិនទប់ស្កាត់អារឿងឆ្លងព្រំដែនមករឿងបាត់អក្រិតការឆ្លងស្អីនេះអាចខ្លាយជាខេត្តឆ្លងកាត់ធំនៅនៃរឿងអក្រិតកម្មគ្រឿងញៀនអីនៅđâyទប់ឲ្យជាប់កុំឲ្យមានកើតនៅក្នុងនោះបាទស្នងការខេត្តដូចទៅមកថ្មីទេបាទមកពីជំនាញខាងត្រូវជំនាញទាំងស្រាប់បាទមកដូចជាអនុប្រធានមន្ទីរគ្រឿងញៀនដែលយកមកកាន់ជំនាញទាំងតែម្ដងថ្ងៃមុនយើងដកប្រមាណអ្នកដូច9អ្នកបាទដែលពាក់ព័ន្ធដកចេញតែម្ដងឲ្យធ្វើការឲ្យច្បាស់ណាអត់ឲ្យខេត្តនេះคล้ายទៅជាខេត្តដែលជាកន្លែងសបុកសម្រាប់សេដ្ឋកិច្ចខ្មៅនោះទេបង្កើតសេដ្ឋកិច្ចសយឺតបន្តិចក៏ដោយប៉ុន្តែផ្ទះយើងនៅស្អាតពេលដែលវារីកតែវាខ្មៅហើយពិបាកដែរបាទខេត្តមួយចំនួននៅក្នុងប្រទេសរបស់យើងដែលកសែតស្អីបានវាយឈ្មោះលៀបយើងពិបាកណាស់នៅក្នុងការបោសសម្អាតឲ្យគេជឿឡើងវិញខំរុញណាស់អ្នកទេសចរឲ្យមកអ្នកវិនិយោគមករុញទៅដើម្បីស្ដាស់ប៉ុន្តែយើងខិតខំធ្វើតែយកល្អកុំឲ្យវាប្រឡាក់កុំឲ្យផុកបកក្បែរបាទហើយខេត្តដែលខ្ញុំនិយាយនៅក្នុងចំណោមខេត្តអេសានទាំង4ខេត្តនេះគឺជាខេត្តដែលប្រតិកលាហើយឆ្លងកាត់ច្រើនជាងគេអារឿងទៅព្រោះវាមកពីពុំមានមកពីអីឆ្លងកាត់អីផ្សេងហើយទី2ផ្លូវទឹកវាពិបាកចង់100គីឡូចឹងយើងពង្រាយកម្លាំងគាត់ឆ្លងទៅទូកតិចមកបាត់អានឹងដែលថាភាពស្មុគស្មាញតែការសហការនគរបាលអាវុធហត្ថត្រូវការប្រើកងទ័ពចូលជួយបាទពួកកងទ័ពមិនមន្ត្រីអនុវត្តច្បាប់នគរបាលយុតិធម៌មិនប៉ុន្តែគ្រប់គ្រងដល់មន្ត្រីអនុវត្តច្បាប់ក៏ទៅបានដែរពួកការងារសន្តិសុខជាតិរឿងអក្រិតកម្មឆ្លងដែររឿងគ្រឿងញៀននេះគឺជារឿងសន្តិសុខជាតិបាទអញ្ចឹងគឺរួមគ្នាដើម្បីធ្វើកន្លងទៅក៏ដូចឯកឧត្តមតុនឆៃតនឆៃបាទមេសុបចុងក្រោយគេដែលខ្ញុំប្រកាសមុននឹងខ្ញុំទៅទូនទីនយោបាយបាទជំនួយឧត្តមតុនញៀនបាទគាត់ជឿអញ្ចឹងគឺយើងសហការគ្នាក្នុងការធ្វើកិច្ចការទាំងអស់នេះគឺជាអ្វីដើម្បីផលប្រយោជន៍សក្តានុពលទាញយកសក្តានុពលឲ្យបានបាទនៅទីនេះឆ្ងាយពីសមុទ្រពិតប៉ុន្តែនៅជិតព្រំដែនគោក
ទៅចិនជាងទីផ្សារធំអត់មានកន្លែងធ្វើ high tech ឬមួយក៏ធ្វើរថយន្តទេតែកន្លែងដែលធ្វើរថយន្តអត់មានដីធំអាចធ្វើកសិឧស្សាហកម្មអាហ្នឹងយើងមើលផលរបស់យើងខេត្តមួយចំនួនអាចធ្វើឧស្សាហកម្មតែគ្មានតំបន់ទេសចរល្អចេះទេអាចទាញបានអញ្ចឹងក៏មើលអ្វីដែលយើងអត់មានមើលអ្វីដែលយើងមានហើយដាក់ទិសដៅអញ្ចឹងបានយើងធ្វើខេត្តបរសៀនអនុយើងដាក់ទិសដៅទៅលើឧស្សាហកម្មទៅលើភស្តុភារកម្មដល់ខេត្តអេសានយើងដាក់កសិកម្មកសិឧស្សាហកម្មហើយនឹងទេសចរដើម្បីឲ្យចំគោលដៅហើយអ្នកដែលវិនិយោគក្នុងវិស័យហ្នឹងយើងជួយករណីពិសេសអានុគ្រោះស្អីចឹងទៅខ្ចីលុយការប្រាក់ទាបស្អីស្អីចឹងទៅដើម្បីឲ្យគាត់ជួយមកបង្កើតបាទបុគ្គលដៅធំប្រជាពលរដ្ឋធុរកិច្ចគឺជាឧបករណ៍វិស័យឯកជនគឺជាឧបករណ៍រដ្ឋចង់បង្កើតការងារចង់ឲ្យជីវភាពរស់នៅប្រជាពលរដ្ឋរីកចម្រើនត្រូវកាន់ពឹងលើវិស័យឯកជនដើម្បីគាត់ដើរតួក្នុងការពលរដ្ឋមិនអាចបាទមានអ្នកខ្លះគេប្រាប់ថារដ្ឋគួរតែធានាដើម្បីឲ្យប្រជាជនយើងមានការងារគ្រប់គ្នាអ្នកជាប់បាក់ឌុបទាំងអស់រដ្ឋយកធ្វើបុគ្គលិករដ្ឋទាំងអស់ខ្ញុំថាចប់បាត់អត់ទេរដ្ឋអត់អាចមានមន្ត្រី2លាននាក់ទេបាទឥឡូវគ្រាន់តែប្រមាណអ្នកហ្នឹងអត់កៅអីអង្គុយផងមកតែ2លាននាក់ទៀតហើយខេត្តយកមន្ត្រីមួយខេត្ត50000នាក់អីចប់បដ ாய் ចឹងត្រូវការងារគ្រប់វិស័យទាំងអស់ក្រៅប្រព័ន្ធក្នុងប្រព័ន្ធវិស័យឯកជនអង្គការសង្គមស៊ីវិលធ្វើស្វ័យនយោជបើក business ខ្លួនឯងដើម្បីបង្កើតការងារដែលរដ្ឋបកលលក្ខណៈឲ្យគោលដៅកតាបកិច្ចរបស់រដ្ឋសម្រាប់ប្រជាជនម្នាក់សម្រាប់ខ្ញុំមានតែ3ទេទី1ធានាសុខភាពគាត់តាំងពីគាត់មុនកើតរហូតដល់គាត់ស្លាប់ទៅវិញបើនៅពេលដែលគាត់ចាប់កំណើតក្នុងពោះម្ដាយធ្វើម៉េចឲ្យម្ដាយមានស្អីមានឱកាសចឹងបើយើងមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះមួយចំនួនដែលរួមទាំងមន្ត្រីរាជការនិងប្រជាពលរដ្ឋដែលក្រីក្រកម្មករកម្មការីកូនកើតដល់2ឆ្នាំហើយមានកម្មវិធីឧបត្ថម្ភបដាជួយផ្សេងទៀតដល់ទី2គឺធានាឲ្យគាត់មានចំណេះដឹងបំណិនបាទបង្កើតសាលារុញសាលាដល់មូលដ្ឋានតាមទៅបានបឋមយើងបង្កើនគ្រូបង្កើតអីបន្ថែមហើយទី3ធានាជីវភាពរបស់គាត់បានន័យថាបង្កើនសុខភាពឲ្យគាត់មានដឹងណសុខភាពមាំមួនចំណេះដឹងបំណិនគាត់អាចសមត្ថភាពបង្កើតឱកាសការងារឲ្យគាត់ធ្វើអីខ្លួនឯងក៏ធ្វើសេរីភាពក្នុងការប្រកបរបររបស់គាត់យើងធ្វើប៉ុណ្ណឹងបានយើងជាប់ហើយភារកិច្ចរបស់រដ្ឋបាទហើយបើគាត់បរាជ័យករណីពិសេសយើងត្រូវជួយគាត់តែឲ្យគាត់ចូលនៅក្នុងទីផ្សារដែលយើងធានាបរិស្ថានមួយនៃការប្រកួតប្រជែងអីបានល្អទៅបាទហើយគាត់ទៅកើតការងារបង្កើតអីបន្តគាត់អីគាត់ជួយគ្នាទៅបង្កើតកូនបន្ថែមទៀតយើងដល់7លាននាក់សង្ឃឹមថានឹងកើនដល់30លាននាក់ក្នុងរយៈពេល20ឆ្នាំបាទប្រទេសខ្លះថយប្រទេសខ្លះចាប់ផ្ដើមថយដោយសារចំនួនអ្នកស្លាប់ច្រើនជាងអ្នកកើតក្មេងៗចង់មានកូនឥឡូវអត្រាកើតកូនរបស់យើងឥឡូវខ្ញុំមើលថ្ងៃមុនមកត្រឹម1 ហើយណាបាទនៅកន្លែងខ្លះដូចក្រុងអីមិនស្រួលចូលក្រោម1 ផងបាទខ្ញុំជួបជាមួយនាយករដ្ឋមន្ត្រីចិនអាដាមរីឈៀងកាលពីទៅចិនខែមុនអង្គុយបាយជាមួយគ្នាគាត់ថាឆ្នាំនេះចិនថយប្រជាជន3លាននាក់ចិនថយ3លាននាក់ក្មេងៗដែលឲ្យមានពីមុនឲ្យកូនតែមួយឥឡូវដែលឲ្យកូន2ហើយអត់មានអ្នកចង់បានទៀតព្រោះគាត់ទី1ធ្លាប់ទៅរស់នៅរបៀបហ្នឹងមានកូនមួយគាត់ក៏កូនមួយដែរកូនតូលអញ្ចឹងជំនាន់គាត់ក៏ចង់បានកូនតូលទី2កលែងចង់ការលែងចង់អីហើយម្នាក់រវល់រៀងខ្លួនបាទតែមានកូនត្រូវចំណាយទៅលើចិញ្ចឹមកូនចំណាយដល់អញ្ចឹងវាថយ
រាជរដ្ឋាភិបាលហើយរដ្ឋាភិបាលចិនចេញលុយជួយឲ្យតែអត់គ្រប់កូនមួយជួយប្រមាណចឹងតែអត់គ្រប់ទេអញ្ចឹងយើងនៅមានហើយមិនចូលមកឃើញឈ្មោះច្រើនសង្ឃឹមថាខេត្តនៅអេសាននេះនឹងមានកូនកាន់តែច្រើនកុំឲ្យចាញ់អ្នកពេញមើលកុំឲ្យចាញ់អ្នកបាត់ដំបងអ្នកប្រទេសមានជ័យមើលថ្ងៃមុនខ្ញុំទៅស្រុកមួយនៅភ្នំព្រឹកគេអីនៅខេត្តបាត់ដំបងយកពេទ្យស្ម័គ្រចិត្តទៅហើយក្នុងនោះមានអ្នកផលិតអេកូទៅដល់អ្នកស្ត្រីមានផ្ទៃពោះគ្រាន់តែស្ត្រីមានផ្ទៃពោះ250នាក់ខ្ញុំតាអូមែនទែនពេទ្យផលិតឡើងចុកដៃមានបងស្រីម្នាក់នៅខេត្តណាកូនគាត់ប្រុស3នាក់គាត់តាមយកស្រីដល់ពេទ្យផលិតមើលឃើញប្រុសទៀតគាត់ថាលោកគ្រូពេទ្យយកទៅអាមួយហ្នឹងហើយគេថាស្អីចង់បានកូនស្រីកូនប្រុសមិនរកវិធីសាស្ត្រអីខ្ញុំអត់ដឹងទេនឹងចុះពួកខ្ញុំកាលមុនចង់សួរហើយរដ្ឋមន្ត្រីក្រសួងសុខាភិបាលទេបាទខ្ញុំសួរថាមើលបងឯងរៀនពេទ្យគេធ្វើម៉េចបានកូនស្រីបើចុះឡើងហេទៅសួរគាត់មិនបើគាត់កូនប្រុសទាំងអស់ហើយយើងចង់បានកូនប្រុសពីពុទ្ធបាទហើយម្នាក់ទៅបន់បានអ្នកទៅជួយបន់ប្រពន្ធខ្ញុំទៅជួយទៅបន់នៅព្រះអង្គជ័យព្រះអង្គចងសំបានកូនប្រុសដល់ទីបំផុតពួកម៉ាក់គេ2នាក់មានផ្ទៃពោះមុនអ្នកទៅជួយបន់តែអ្នកជួយបន់បានមុនចឹងប្រហែលជាព្រះអង្គជ័យព្រះអង្គចងមើលច្រឡំឥឡូវស្រួលហើយយើងមើលដឹងមើលតាមអេកូមើលអីទៅបាទអ្នកខ្លះគេមិនចង់ដឹងគេចាំសុប្រៃចុងក្រោយអាហ្នឹងរឿងរបស់គេប៉ុន្តែរឿងហ្នឹងមិនមែនមើលតែរឿងភេទទេមើលរឿងសុខភាពសំខាន់កូនយើងមើលដឹងប្រហែលខែវិវត្តកម្រិតណាពេទ្យអាចទាយបានថាវិវត្តត្រឹមត្រូវមិនត្រឹមត្រូវខ្វះស្អីអីយ៉ាងម៉េចជួនកាលអត់គ្រប់ពេទ្យគេថាខ្វះជាតិដែកឲ្យទៅដាក់ជាតិដែកទៅពេលកូន5 6ខែកើតមកវាល្អអញ្ចឹងបច្ចេកវិទ្យាយើងអញ្ចឹងបាទប៉ុន្តែបើអ្នកទៅមើលអេកូខ្ញុំណែនាំផ្ដល់យោបល់ក្រោយ4ខែចាំទៅតែមុន3ខែអត់ច្បាស់ទេបាទកូនខ្ញុំអាទី2ហ្នឹងហើយ3ខែប្រញាប់ទៅមើលព្រោះអាទី1ស្រីយើងចង់បានប្រុសកើតមកស្រីដល់អាទី2ទៅមើលប្រញាប់ទៅមើល3ខែដំបូងគេថាប្រុសហើយ 70% រត់ទៅប្រាប់តាកាលនោះតាឪពុករបស់ពួកខ្ញុំគាត់តន់ខូចទេគាត់នៅសម្មានលើក្រេពេទ្យទៅរាយការណ៍គាត់តាកូនខ្ញុំបានប្រុសហើយពេលដែលប្រពន្ធខ្ញុំចេញមកគាត់ហៅប្រពន្ធខ្ញុំងាកលើអាស្មាស្ដាំស្មាជើងគាត់ថាស្រីខ្ញុំតាសម័យឥឡូវសម័យវិទ្យាសាស្ត្រណាអត់ទេទម្លាប់គាត់មើលតាមទម្លាប់អញ្ចឹងមិនថាទម្លាប់នេះមិនមែនថាអត់មាននេះណាខ្លាំងជាងអេកូដល់ពេលដល់បាន4ខែជាង5ខែទៅមើលម្ដងទៀតពេទ្យថាបងអើយ 70% ស្រីណាកាលមុន 70% ប៉ោះហើយចុះអាកុយវាបាត់ទៅណាបងអើយខ្ញុំច្រឡំអានឹងឆ្អឹងផ្លូវវាស្មានតែកុយហ្នឹងចឹងបាទតែទោះជាយ៉ាងណាស្រីក៏កូនប្រុសក៏កូនឲ្យតែសុខភាពល្អចាញ់មកអញ្ចឹងតែតំបីបាច់ជាទុនធានសម្រាប់យើងទាំងអស់គ្នាហើយប្រជាជនយើងត្រូវការកើតច្រើនផងដែរអញ្ចឹងក៏សូមជូនពរបាទហើយអ្នកណាដែលមិនទាន់មានគូសូមជូនពរឲ្យមានគូឆាប់បាទប្រហែលជាមានច្រើនហ៎អញ្ចឹងបន្តនេះក្នុងគោលបំណងដើម្បីពន្លឿនការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងខេត្តទាំង4នៅភូមិភាគឦសានប្រកបដោយប្រសិទ្ធភាពភាពស័ក្តិសិទ្ធិបរិយាបន្ននិងនវានុវត្តន៍ខ្ញុំសូមដាក់ចេញនៅអនុសាសន៍មួយចំនួនដោយខាងក្រោមទី1រដ្ឋបាលខេត្តទាំង4នៅភូមិភាគឦសាន
ត្រូវបន្តថែរក្សាសុខភាពសុខសន្តិភាពនិងស្ថិរភាពនយោបាយដែលជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិតាមរយៈការរក្សាទំនាក់ទំនងល្អនិងទំនុកចិត្តជាមួយអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសជិតខាងព្រមទាំងប្រឹងប្រែងពង្រឹងសន្តិសុខមូលដ្ឋានសណ្ដាប់ធ្នាប់សាធារណៈសវត្ថិភាពសង្គមស្របតាមស្មារតីនៃគោលនយោបាយភូមិឃុំសង្កាត់មានសវត្ថិភាពទី2រដ្ឋបាលខេត្តទាំង4នៅភូមិភាគឦសានត្រូវបន្តខិតខំកែលម្អផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈការពង្រឹងសីលធម៌វិជ្ជាជីវៈការទទួលខុសត្រូវនិងភាពស្អាតស្អំរបស់មន្ត្រីតាមពាក្យស្លោកមន្ត្រីជាអ្នកបម្រើរាជមន្ត្រីជាចៅហ្វាយរាជមិនមែនជាចៅហ្វាយរាជទេលើកកម្ពស់ការផ្តល់សេវារដ្ឋតាមយន្តការច្រកចេញចូលតែមួយខេត្តការិយាល័យច្រកចេញចូលតែមួយក្រុងស្រុកនិងយន្តការច្រកចេញចូលតែមួយឃុំសង្កាត់និងគ្រប់គ្រងគ្រោះមហន្តរាយក្នុងការត្រៀមធ្វើអន្តរាគមន៍ឆ្លើយតបគ្រោះមហន្តរាយធម្មជាតិដែលអាចកើតមានជាពិសេសក្នុងរដូវវស្សានេះក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងការផ្តល់កិច្ចសហការជិតស្និទ្ធដល់ក្រមការងារជំរុញវិនិយោគក្នុងភូមិភាគឦសានដើម្បីជំរុញការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង4នៅភូមិភាគឦសាននៃប្រជាណាចក្រកម្ពុជាឆ្នាំ2025-2028ប្រកបដោយប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពទី4ក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទនិងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍ត្រូវសហការជិតស្និទ្ធជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងក្រសួងអប់រំយុវជនកីឡាដើម្បីរៀបចំកម្មវិធីអប់រំបណ្ដុះបណ្ដាលសម្រាប់បង្កើតជំនាញនិងផ្លាស់ប្ដូរជំនាញដល់ប្រជាពលរដ្ឋក្នុងខេត្តទាំង4នៅភូមិភាគឦសានសម្ដៅអភិវឌ្ឍមូលធនមនុស្សជាពិសេសក្នុងវិស័យកសិឧស្សាហកម្មទេសចរនិងសេវាគាំទ្រផលិតកម្មដែលមានទាំងជំនាញបច្ចេកទេសពិតប្រាកដនិងសីលធម៌វិជ្ជាជីវៈខ្ពស់និងឆ្លើយតបតាមសេចក្តីត្រូវការរបស់វិនិយោគទាំងបច្ចុប្បន្ននិងអនាគតហើយពេលនេះក៏មានក្រសួងបរិស្ថានក្រសួងទេសចរផងដែរដែលកន្លងទៅនៅក្នុងសហគមន៍ទេសចរមួយចំនួនក៏ចូលរួមនៅក្នុងការពង្រឹងសមត្ថភាពនិងរៀបចំនៅសេដ្ឋកិច្ចដែរចាំសូមឲ្យថ្ងៃមុនដូចឃើញធ្វើពិធីអីមួយនៅនេះបាទរដូវកាលបៃតងចឹងមានបុណ្យទលេមានបុណ្យអីកម្មវិធីព្រឹត្តិការណ៍ផ្សេងខេត្តទាំង4ហ្នឹងដូរវេនគ្នាធ្វើបាទដើម្បីយើងបង្កើតបើមិនបានអ្នកមកពីក្រៅក៏អ្នកទាំង4ហ្នឹងកុំឲ្យអ្នកស្ទឹងត្រែងកុំឲ្យពិបាកទៅឆ្ងាយទៅត្រឹមមណ្ឌលគិរីរតនគិរីក៏អាចចឹងវិលជំវិញចុះឡើងផងតែសំខាន់បំផុតធ្វើការជាមួយនឹងខាងវិស័យទេសចររៀបចំ package tour ផ្សេងដែលយើងអាចបាទធ្វើម្នាក់ឯងបានមកកម្រិតតែបើធ្វើរួមគ្នាគឺអាចជួយគ្នាបានច្រើនបាទហើយយើងកំពុងតភ្ជាប់ទេសចរជាមួយប្រទេសឡាវវៀតណាមទៀតអញ្ចឹងនៅក្នុងតំបន់នេះគឺជាសក្តានុពលហើយទោះយើងគ្មាន CLV DTA តែកិច្ចសហប្រតិបត្តិការតំបន់ជាពិសេសនៅក្នុងតំបន់ដែលមានសក្តានុពលប្រហែលគ្នានេះគឺអាចជួយច្រើនបាទនឹងទាញពីគ្រប់កុំប្រកាន់បាទរឿងអធិបតេយ្យភាពនៅតែមានគ្មានបាត់ដីតាទេចូលមកវិញគឺត្រូវតែសុំវីសាមិនមែនកាន់ប៉ាសពតណាចូលមកលើកលែងតែមានការឯកភាពគ្នាបាទដែលគេថាយក4ខេត្តទៅឲ្យណាទេវតាប្រោះព្រំទឹកមកច្រើនមកឲ្យនេះគឺក៏មានការបែកខ្លាយគឺយើងធានាបាទទាញសក្តានុពលសេដ្ឋកិច្ចគ្រប់គ្នាទៅវិញទៅមកហើយអនុវត្តច្បាប់ប្រទេសរៀងៗខ្លួនប៉ុន្តែអ្វីដែលសំខាន់គឺប្រតិកលាគ្នាដើម្បីទាញបាទនៅការបង្កើតសហធម្មពលនិងគ្រប់វិស័យទាំងអស់ទី5ក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍និងរដ្ឋបាលខេត្តទាំង4នៅភូមិភាគឦសានត្រូវសហការជិតស្និទ្ធជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិដើម្បីស្រាវជ្រាវនិងកំណត់ផលិតផលកសិឧស្សាហកម្មសក្តានុពលរបស់ខេត្តទាំង4នៅភូមិភាគឦសានសម្ដៅសិក្សាដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រនិងវិធានការចាំបាច់នានាសម្រាប់ជំរុញការអភិវឌ្ឍឧស្សាហកម្មសក្តានុពលទាំងនោះឲ្យបានឆាប់អានឹងដូចយើងមានចុះ
កម្មសិទ្ធិបញ្ញាមួយចំនួនដែរដោយមាន GI ដោយកាហ្វេមណ្ឌលការីដែលយើងចុះដែរបាទផលិតផលណាដែលយើងអាចគេថាពិសេសនៅយើងចុះកម្មសិទ្ធិបញ្ញាបាទដើម្បីធានាព្រោះភូមិសាស្ត្រព្រោះអានឹងទីមួយវាអាស្រ័យទៅលើដីប៉ុន្តែឥឡូវបច្ចេកវិទ្យាគេអាចយកពូជនឹងយកទៅផ្សំដើម្បីធានាបានហើយបើយើងអត់ចុះទេអានឹងដោយពូជស្វាយចន្ទីយើងមួយចំនួនត្រូវចុះបាទឲ្យតន់បើមិនចឹងទេវាទៅជារឿងអីផ្សេងហើយអានឹងជាផលធំរបស់យើងបាទដើម្បីយើងធានានៅគេហៅព្រោះបើយើងនិយាយកសិកម្មយើងមិនអាចនិយាយគ្រប់មុខទេបាទខេត្តណាតំបន់ណាត្រូវរៀបចំជាមាត្រដ្ឋានព្រោះយើងមិនអាចធ្វើគ្រប់មុខហើយតូចទេខ្ញុំថាដើម្បីឲ្យកសិកម្មដើរគិតពីកសិឧស្សាហកម្មទៅបាទបើខេត្តតែមួយធ្វើមិនអស់ធ្វើ2 3ខេត្តចូលគ្នាទៅបាទជួយចង្កាលដាំមួយខេត្តមានតែប្រមាណ1000ហិកតាតែអានឹងដើម្បីឲ្យឧស្សាហកម្មវាដើរត្រូវការ30000ហិកតាគុំខេត្តជាមួយគ្នាគោលនយោបាយរួមជាមួយគ្នានៅតាមស្អីដែរយើងហៅថាគោលនយោបាយជំរុញការវិនិយោគបាទទាញសក្តានុពលជាមួយគ្នាបើគេជិះឡានមកមួយថ្ងៃមកម្ដុលគិរីយូរគេមកតែបើមកបាន3ថ្ងៃគេមកដើរ4ខេត្តអានឹងអាចបាទមានកន្លែងលេងឲ្យគេអានេះគ្រាន់តែថាជាគឺចង្ការគេជិះកប៉ាល់ហោះដែលយើងភ្ជាប់3ប្រទេសចង្ការគេជិះកប៉ាល់ហោះទៅលេងវៀតណាមពីអឺរ៉ុបមកគេចង់ចំណាយ4ថ្ងៃតែគេអត់ចង់នៅតែមួយប្រទេសទេគេចង់មកប្រទេសជិតខាងអញ្ចឹងគេថែមមកអត់ថ្នាក់ទីម៉ាននោះថ្នាក់11ចឹងឆ្នាំក្រោយជាប់ហើយទេវតាប្រុសព្រំហើយតែរៀនផងណា5000នាក់ហេងតែមួយកន្លែងទៅជាជុំតែមួយកន្លែងហើយមុននឹងបញ្ចប់ជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋខេត្តស្ទឹងត្រែងទាំងអស់ដែលតែងតែជឿទុកចិត្តនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាទាំងគ្រប់អាណត្តិកន្លងទៅក្រោមការដឹកនាំរបស់សម្ដេចកម្មាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកប្រជាជនកម្ពុជានិងគាំទ្រទៅដល់រដ្ឋាភិបាលនេះអាណត្តិទី7នេះការគាំទ្រទាំងនេះគឺជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់លោកខ្ញុំនិងរាជរដ្ឋាភិបាលក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់កោះសន្តិភាពប្រកបដោយវិបុលភាពសុភមង្គលនិងរុងរឿងជាទីបញ្ចប់ជាមួយនឹងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសមិទ្ធផលនានានៅក្នុងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងខ្ញុំសូមជូនពរឲ្យដំលោកជំទាវលោកស្រីនិងអង្គពិធីទាំងមូលសូមមានសុខភាពល្អបរិបូរណ៍សុភមង្គលក្នុងក្រុមគ្រួសារនិងសម្រេចបាននូវជោគជ័យក្នុងភារកិច្ចរៀងៗខ្លួនក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពព្រមទាំងសមស្របសំប្រកបដោយពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីគ្លៀងគ្លាតឡើយ